រឿងរ៉ាវមួយនេះដែរគឺបានចែករំលែកដោយអ៊ំប្រុសម្នាក់ដែលគាត់មានឈ្មោះថាអ៊ំណនដោយអ៊ំណនគាត់បាននិយាយរឿងរ៉ាវមួយពាក់ព័ន្ធទៅនឹងព្រានព្រៃទាំង4នាក់ហើយក្នុងចំណោមព្រានទាំង4ក៏មានឪពុករបស់គាត់ម្នាក់ផងដែរអញ្ចឹងហើយចង់ដឹងថាសាច់រឿងរបស់អ៊ំណនដែលគាត់បានចែករំលែកមកនេះទៅជាយ៉ាងណាតោះយើងទៅតាមដានស្ដាប់ជាមួយរាត្រីស្ងាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះបើតាមអ៊ំណនគាត់បានចែករំលែកគឺគាត់បាននិយាយថាចាប់ផ្ដើមកើតឡើងនៅក្នុងកន្លងឆ្នាំ1998ហើយវាក៏បានកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ធំព្រមទាំងនៅក្បែរព្រំដែនខេត្តក្រចេះផងដែរអ្វីដែលសំខាន់ក៏វាចាប់ផ្ដើមកើតឡើងនៅក្នុងភូមិមួយដែលគេហៅឈ្មោះថាភូមិនោះគឺជាភូមិខាងកើតស្ទឹងមានលោកតាម្នាក់ដែលគាត់ត្រូវជាឪពុករបស់អ៊ំណនគឺគាត់មានឈ្មោះថាតាណែមម្នាក់នេះគាត់គឺជាព្រានព្រៃចាស់ខែចាស់ឆ្នាំព្រមទាំងមានបទពិសោធន៍ជាច្រើនក្នុងការដើរក្នុងព្រៃដើម្បីប្រមាញ់បរបាញ់សត្វហើយតាណែម្នាក់នេះមិនត្រឹមតែគាត់មានបទពិសោធន៍ដើរក្នុងព្រៃនោះទេប៉ុន្តែគាត់ថែមទាំងចេះពីរបៀបរបបហើយនឹងរបៀបដើរក្នុងព្រៃមានពេលខ្លះគឺគាត់ដើរចូលទៅក្នុងព្រៃបរបាញ់សត្វតែម្នាក់ឯងក៏មានក៏ប៉ុន្តែភាគច្រើនដែលគាត់ចូលទៅក្នុងព្រៃគឺមានគ្នាជួនកាលក៏2នាក់ជួនកាលក៏3នាក់អាចនិយាយបានថាគឺគាត់ចូលទៅក្នុងព្រៃតែម្នាក់ឯងម្ដងមកកាលមានថ្ងៃមួយនោះវាគឺជារដូវវស្សាឈានចូលរដូវប្រាំងតាណែមក៏ព្រោះតែគាត់គឺជាមនុស្សឧស្សាហ៍ចូលចិត្តដើរក្នុងព្រៃគាត់ក៏បានទៅបបួលលោកតាទាំងពីរនាក់ដែលជាខ្លាសម្លាញ់របស់គាត់ចូលទៅក្នុងព្រៃដើម្បីបរបាញ់សត្វហើយលោកតាទាំងពីរនាក់នោះដែរពួកគាត់ទាំងពីរនាក់គឺមានឈ្មោះថាតាអ៊ុំហើយនិងតាដេតអញ្ចឹងហើយនៅពេលដែលតាណែមគាត់ដើរទៅដល់ផ្ទះរបស់តាដេតគាត់ក៏បានបបួលតាដេតដើរចូលទៅក្នុងព្រៃបរបាញ់សត្វជាមួយនឹងគាត់ដោយតាដេតនៅពេលនោះដែរក៏គាត់មិនបានបដិសេធអីឡើយពីព្រោះតែគាត់ក៏អបសក់ចង់ចូលទៅក្នុងព្រៃបរបាញ់សត្វដែរមួយយ៉ាងវិញទៀតមួយរយៈនេះក៏ខានចូលទៅក្នុងព្រៃយូរណាស់ហើយអញ្ចឹងហើយនៅពេលដែលអ៊ំណែនគាត់មកបបួលទៅបរបាញ់សត្វដូច្នេះគាត់ក៏ត្រេកអរហើយនឹងសប្បាយចិត្តក៏ប៉ុន្តែនៅពេលនោះតាដេតគាត់ក៏បាននិយាយថាអាណែមអញទៅនឹកឃើញអាគៀនកាលពីប្រហែលថ្ងៃមុនវាបាននិយាយថាបើពូយើងចូលទៅក្នុងព្រៃវាសុំទៅដែរហើយឯងគិតយ៉ាងម៉េចអញមិនទៅគិតយ៉ាងម៉េចឲ្យវាទៅដែរទៅបើវាចង់ទៅហើយតែអាគារនេះឯងគិតដូចជាអញអត់អញដូចជាមិនធ្លាប់ដែរឃើញវាដើរក្នុងព្រៃពីមុនមកទេអញខ្លាចតែវាមិនដឹងពីរបៀបរបបច្បាប់ដើរក្នុងព្រៃទេហើយអារឿងនឹងឯងមិនបាច់ចំបារម្ភខ្លាំងពេកទេប្រាប់វាណែនាំវាយល់ហើយអញសង្ឃឹមថាដូចមាត់ឯងចោះនឹងហើយនិយាយអញ្ចឹងពូយើងចាប់ផ្ដើមទៅថ្ងៃណាទៅអញស្រេចទាំងឯងទេទៅថ្ងៃណាក៏បានដែរអញ្ចឹងអញសម្រេចចិត្តថាបបួលឯងទៅថ្ងៃស្អែកចុះឯងគិតយ៉ាងម៉េចអញមានតែគិតយ៉ាងម៉េចទៅស្អែកក៏បានដែរនិយាយទៅអញស្រេចតែឯងទេតាណែមបន្ទាប់ពីគាត់ឮតាដេតនិយាយបែបនឹងគាត់ក៏បាននិយាយទៅកាន់តាដេតបន្តទៀតថាអញ្ចឹងពូយើងសម្រេចចិត្តថាទៅថ្ងៃស្អែកហើយវើយនឹងហើយអញទៅរកមើលអាអ៊ុំបន្តិចមកវាទៅដែរអត់តាណែមនៅពេលដែលគាត់និយាយបែបនឹងហើយតាដេតគាត់ក៏បានងក់ក្បាលបន្ទាប់មកទៅតាណែមគាត់ក៏បានដើរចាក់ចេញពីផ្ទះរបស់តាដេតហើយក៏បានដើរសម្ដៅទៅកាន់ផ្ទះរបស់តាអ៊ុំនៅឯក្នុងភូមិតាណែមបន្ទាប់ពីគាត់ដើរទៅដល់ផ្ទះរបស់តាអ៊ុំដោយសារតែមើលទៅផ្ទះរបស់តាអ៊ុំនៅពេលនឹងដែរហាក់បីដូចជាស្ងប់ស្ងាត់អញ្ចឹងហើយដែលធ្វើឲ្យគាត់ក៏បានស្រែកហៅទៅកាន់តាអ៊ុំថាអ៊ុំអើយអាអ៊ុំហើយឯងនៅផ្ទះអត់វើយតាអ៊ុំខណៈពេលនឹងដែរបន្ទាប់ពីគាត់ឮសំឡេងរបស់តាណែមស្រែកហៅបែបនឹងគាត់ក៏បានដើរមកមាត់ទ្វារផ្ទះនៅពេលនឹងគាត់ក៏បានឃើញតាណែមកំពុងតែស្រែកហៅគាត់នៅទល់មុខផ្ទះដែលហេតុតែឃើញតាណែមកំពុងតែឈរនៅទល់មុខផ្ទះរបស់គាត់ក៏បានសួរទៅកាន់តាណែមថាអាណែមអញនៅលើផ្ទះតើមកឡើងមកលើផ្ទះអញសិនមកតាណែមបន្ទាប់ពីគាត់ឮតាអ៊ុំនិយាយបែបហ្នឹងគាត់ក៏បានឡើងទៅលើផ្ទះរបស់តាអ៊ុំនោះទៅហើយនៅពេលដែលតាណែមគាត់ឡើងទៅដល់លើផ្ទះហើយតាអ៊ុំគាត់ក៏បានសួរទៅកាន់តាណែមថាអាណែមឯងមកផ្ទះអញមានការអីមែនទេហើយវាដូចជាមុននឹងឯងអញមកផ្ទះឯងគឺប្រកាសជាមកនាំឯងចូលទៅក្នុងព្រៃនេះឯងអញថាមែនស្មានមិនខុសប្រកាសជាឯងមកបបួលអញចូលទៅក្នុងព្រៃមានអីទៅបានតើចុះឯងគិតថាបបួលអញទៅថ្ងៃណាដែរតាណែមបន្ទាប់ពីគាត់ឮតាអ៊ុំនិយាយបែបហ្នឹងគាត់ក៏បានឆ្លើយទៅកាន់តាអ៊ុំថាអញចង់បបួលឯងចូលទៅក្នុងព្រៃនៅថ្ងៃស្អែកហើយឯងអាចទៅថ្ងៃស្អែកបានអត់
មានតែស្អីទំនេរគ្មានការងារធ្វើអីផងទៅស្អែកក៏បានហើយពួកយើងទៅប្រហែលប្រមាណអ្នកដែរពួកយើងប្រហែលជាទៅគ្នា4នាក់ឬអាដេតវានិយាយថាអាគៀនក៏វាចង់ទៅជាមួយដែរតែក៏មិនដឹងថាយ៉ាងណាយ៉ាងណីទេចាំមើលថ្ងៃស្អែកដឹងហើយនឹងហើយបើទៅគ្នាច្រើនក៏ល្អដែរពួកគាត់ទាំងពីរនាក់បន្ទាប់ពីនិយាយប្រងព្រៀងគ្នាហើយតាណែមគាត់ក៏បាននិយាយគ្នាលេងជាមួយនឹងតាអ៊ុំបានមួយស្របក់ទៅតាណែមគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញទៅនៅល្ងាចបន្តិចពួកគាត់ក៏រៀបចំរបស់របរសម្រាប់ដើរក្នុងព្រៃអ្វីដែលសំខាន់បើតាមអ៊ុំណនគាត់បាននិយាយថាកាលនោះឪពុករបស់គាត់ដែលឈ្មោះថាតាណែមគាត់សម្បូរណាស់របស់ការពារខ្លួនដូចជាក្រឡងជុំហើយនឹងខ្នាយតាន់ព្រមទាំងចង្កូមខ្លាដែលជារបស់ស័ក្តិសិទ្ធិសម្រាប់ការពារខ្លួននៅពេលដែលធ្វើដំណើរដើរចូលក្នុងព្រៃអ្វីដែលសំខាន់របៀនមន្តអាគមរបស់តាណែមដើរក្នុងព្រៃក៏មិនណយនោះដែរពីព្រោះតែគាត់គឺជាព្រានព្រៃមានបទពិសោធន៍ដើរក្នុងព្រៃអញ្ចឹងហើយគឺគាត់ត្រូវតែមានរបៀនខ្លះៗសម្រាប់ការពារខ្លួនដើរក្នុងព្រៃលុះនៅពេលស្អែកឡើងពួកគាត់ក៏នាំគ្នាចេញដំណើរទាំងព្រឹកតែម្ដងហើយការធ្វើដំណើររបស់ពួកគាត់គឺមានតាណែមតាអ៊ុំតាដេតហើយនឹងអ៊ុំគៀនចំពោះពួកគាត់ទាំង4នាក់គឺយកកំភ្លើងទៅតែ3ដើមនោះទេដោយអ៊ុំគៀនគឺគាត់ពុំដែរកាន់កំភ្លើងម្យ៉ាងវិញទៀតគាត់ក៏គ្មានកំភ្លើងផងដែរអញ្ចឹងហើយពេលនោះគឺមានតែអ៊ុំគៀននោះទេដែលកាន់កំបិតប្រគាក់ទៅចំណែកឯតាណែមតាដេតតាអ៊ុំពួកគាត់ទាំង3នាក់នេះគឺមានកំភ្លើងគ្រប់ដៃតែម្ដងអាចនិយាយបានថាក៏ព្រោះតែពួកគាត់គឺជាព្រានព្រៃជើងចាស់អញ្ចឹងហើយនៅពេលដែលពួកគាត់ចូលទៅក្នុងព្រៃពួកគាត់ត្រូវតែមានកំភ្លើងសម្រាប់បរបាញ់សត្វព្រៃនេះឯងនៅខណៈពេលដែលពួកគាត់ទាំង4នាក់កំពុងតែដើរចាក់ចេញពីភូមិតាដេតគាត់ក៏បានប្រាប់ឲ្យនឹងណែនាំទៅកាន់អ៊ុំគៀនដោយគាត់បានប្រាប់ពីរបៀបរបបដំណំដើរក្នុងព្រៃទៅកាន់អ៊ុំគៀនថាប្រសិនបើដើរចូលទៅក្នុងព្រៃហើយហាមមាត់ក៏និយាយអ្វីផ្ដេសផ្ដាស់រឹតតែមិនឲ្យនិយាយនោះគឺពីអសរោះតែម្ដងខ្លាចប៉ះពាល់ពាក្យសម្ដីទៅដល់ម្ចាស់ព្រៃដែលគេគឺជាអ្នកថែរក្សាការពារនៅក្នុងព្រៃនេះឯងហើយបើអាចធ្វើបានគឺហាមស្ដោះទឹកមាត់នៅក្នុងព្រៃពីព្រោះថាប្រសិនបើយើងស្ដោះទឹកមាត់នៅក្នុងព្រៃគឺវាប្រៀបបីដូចជាយើងកំពុងតែមើលងាយកន្លែងគេអ្វីដែលសំខាន់ប្រសិនបើយើងមើលឃើញសត្វណាដែលបង្កគ្រោះថ្នាក់ដូចជាសត្វអាសេរពឹសដូចជាពស់គឺយើងហៅថាវ័រចំណែកឯខ្លាវិញគឺយើងត្រូវហៅអាឆ្កែធំឬក៏អាឆ្មាយក្សនិយាយទៅតាដេតនៅពេលនឹងដែរគឺគាត់រៀបរាប់អំពីដំណំដើរក្នុងព្រៃប្រាប់ទៅកាន់អ៊ុំគៀនជាច្រើនតែក៏មិនដឹងថាអ៊ុំគៀននៅពេលនោះដែរគឺគាត់អនុវត្តឬក៏យ៉ាងណាយ៉ាងណីនោះទេនេះបើតាមអ៊ុំណនគាត់បាននិយាយប្រាប់ធ្វើដំណើរតាំងពីព្រឹករហូតដល់ល្ងាចពួកគាត់ក៏បានដើរចូលទៅក្នុងព្រៃមួយដែលរាងជ្រៅគួរសមណាស់ដែរពេលនឹងហើយបើតាមអ៊ុំណនគាត់បាននិយាយថាពួកគាត់ទាំង4នាក់ក៏បានប្រទះជួបទៅនឹងអូមួយដោយអូនោះដែរគឺមានឈ្មោះថាអូក្រាក់និយាយទៅអូនោះគឺនៅកណ្ដាលព្រៃតែម្ដងនៅពេលដែលពួកគាត់ដើរទៅដល់ក្បែរមាត់អូនោះតាណែមតាដេតតាអ៊ុំពួកគាត់ក៏បានដើររកមាត់អូកន្លែងណាដែលសម្បូរសត្វព្រៃចុះទៅផឹកទឹកជាពិសេសនោះគឺផឹកទឹកនៅពេលយប់តែម្ដងហើយមិនយូរនោះទេពួកគាត់ក៏បានរកឃើញកន្លែងមាត់អូក្រាក់មួយហើយកន្លែងនោះដែរគឺពោពេញទៅដោយស្នាមដាំជើងសត្វឡើងសោះអញ្ចឹងហើយទៅតាណែមតាដេតហើយនឹងតាអ៊ុំពួកគាត់ក៏បានសម្រេចចិត្តថាសង់ធ្នាក់ឬក៏សង់ធ្នើនៅលើដើមឈើនៅក្បែរមាត់អូនោះទៅអញ្ចឹងហើយទៅពួកគាត់ក៏បានដើររកឈើសមល្មមដែលអាចសង់ធ្នើបានយកមកបោះធ្នាក់នៅលើដើមឈើនោះហើយបន្ទាប់ពីពួកគាត់បោះធ្នាក់រួចគឺវាក៏បានប្រឡប់បាត់ទៅហើយអញ្ចឹងហើយពួកគាត់ទាំង4នាក់ក៏នាំគ្នាឡើងទៅលើធ្នាក់នោះទៅពេលនោះចំពោះអ៊ុំគៀនដែលគាត់មិនសូវជាធ្លាប់ដើរក្នុងព្រៃជ្រៅគាត់ក៏បាននិយាយថាចាំបាច់អីសង់ធ្នាក់នៅលើដើមឈើចុះមិនចាំបបបាញ់សត្វនៅខាងក្រោមទៅវាស្រួលជាងមិនចាំបាច់ពិបាកឡើងទៅបាញ់សត្វនៅលើធ្នាក់បែបនឹងនោះទេអ៊ុំគៀនគាត់ផ្លយមាត់និយាយបែបនឹងបើតាមមើលទៅប្រហែលជាគាត់មិនដែលដឹងថានៅក្នុងព្រៃវាយ៉ាងណាយ៉ាងណីនោះទេបានជាគាត់និយាយបែបនឹងចំណែកឯតាដេតតាណែមតាអ៊ុំនៅពេលដែលពួកគាត់ទាំងពីរនាក់គាត់ក៏មិនបានមាត់កនិយាយតបតទៅកាន់អ៊ុំគៀននោះទេពីព្រោះតែថាអ៊ុំគៀនមិនធ្លាប់ដើរចូលមកក្នុងព្រៃជ្រៅនៅខណៈពេលដែលពួកគាត់កំពុងតែនៅលើធ្នាក់នោះស្ថានភាពនៅក្នុងព្រៃពេលហ្នឹងគឺស្ងប់ស្ងាត់ព
ពុំឃើញមានសត្វព្រៃណាមួយចុះមកផឹកទឹកអូក្រាក់នោះឡើយនិយាយទៅបន្ទាប់ពីពួកគាត់ទទួលទានអាហាររួចរាល់ពួកគាត់នៅអង្គុយរងចាំមើលយ៉ាងយូរពេលនឹងហើយដែលធ្វើឲ្យអ៊ំគៀនគាត់ក៏បានផ្លុយមាត់និយាយថាហើយមិនបានជាមិនឃើញសត្វព្រៃណាមួយចុះមកផឹកទឹកទាល់តែសោះវៃតាដេតតាណែនតាអ៊ំបន្ទាប់ពីពួកគាត់បានឮអ៊ំគៀននិយាយបែបហ្នឹងគាត់ក៏បាននិយាយទៅកាន់អ៊ំគៀនថាអាគៀនក្នុងព្រៃពីណាគេឲ្យនិយាយបែបហ្នឹងស៊ីអំបិលប្រហុកឥឡូវហើយអ៊ំគៀននៅពេលដែលគាត់ឮអ៊ំដេតនិយាយបែបហ្នឹងគាត់ក៏នៅស្ងៀមស្ងាត់មិនហ៊ានមាត់កទៀតអីនោះដែរដោយដែលយើងដឹងស្រាប់ហើយថាទម្លាប់របស់ព្រានព្រៃនៅពេលដែលពួកគាត់ដើរក្នុងព្រៃពួកគាត់កម្រមាត់កនៅក្នុងព្រៃណាបើទោះបីជាថាកន្លែងនោះមានសត្វឬក៏មិនមានសត្វក៏យើងមិនអាចនិយាយថាក្នុងព្រៃនោះគ្មានសត្វឡើយតែកាលណាយើងនិយាយបែបហ្នឹងគឺដូចទៅនឹងមាត់យើងនិយាយអញ្ចឹងដូច្នេះហើយនៅក្នុងព្រៃគឺគេប្រកាន់ណាស់នៅយប់នោះពួកគាត់រងចាំតាំងពីក្បាលប្រលប់រហូតដល់ព្រឹកគឺពុំឃើញមានសត្វសំបីតែមួយក្បាលបង្ហាញខ្លួនឲ្យពួកគាត់បាញ់បានឡើយនេះបើតាមតាណែមគាត់គិតថាប្រហែលជាពាក្យសម្ដីរបស់អ៊ំគៀននេះឯងដែលធ្វើឲ្យខុសមាត់ខុសកនៅក្នុងព្រៃធ្វើឲ្យពួកគាត់បាញ់សត្វពុំបានសំបីតែមួយក្បាលនៅព្រឹកព្រលឹមនោះអ៊ំណនគាត់បាននិយាយថាតាដេតតាណែមតាអ៊ំហើយនឹងអ៊ំគៀនបន្ទាប់ពីទទួលទានអាហារពេលព្រឹកព្រលឹមនោះរួចហើយពួកគាត់ក៏បានចុះពីលើថ្នាក់ហើយធ្វើដំណើរចាក់ចេញពីទីនឹងទៅទាំងដែលកន្លែងមាត់អូនោះគឺពោពេញទៅដោយស្នាមដាំជើងសត្វឡើងសុសតែម្ដងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគាត់ត្រូវតែផ្លាស់ប្ដូរកន្លែងបរបាញ់សត្វពេលហ្នឹងពួកគាត់ក៏បានដើរឆ្លងកាត់អូក្រាក់នោះទៅត្រើយមកខាងទៀតកំពុងតែដើររុករៀនព្រៃសុកបើតាមអ៊ំណនគាត់បាននិយាយថានៅសុកក៏ស្រាប់តែពស់វែករនីមួយក្បាលវាក៏បានវាកាត់ទល់មុខអ៊ំគៀនតែម្ដងហើយអ្វីដែលកាន់តែរន្ធត់នោះគឺពស់វែករនីមួយក្បាលនោះវាក៏បានបើកពពែយ៉ាងធំមើលមកកាន់អ៊ំគៀនទាំងគួរឲ្យខ្លាចធ្វើឲ្យអ៊ំគៀននៅពេលហ្នឹងដោយសារតែគាត់ភ័យខ្លាំងពេកគាត់ក៏បានស្រែកយ៉ាងមួយទំហឹងថាពស់ធំណាស់តាណែមតាអ៊ំហើយនឹងតាដេតនៅពេលដែលពួកគាត់ទាំង3នាក់ឮបែបហ្នឹងពួកគាត់ក៏បានងាកមើលមកខាងក្រោយពេលនឹងហើយក៏បានឃើញពស់វែករនាមយ៉ាងធំចម្លែកវាកំពុងតែបើកពពែដាក់ទៅកាន់អ៊ំគៀនពិតមែនអ្វីដែលសំខាន់គឺវាបានបញ្ចេញសម្លេងបើកពពែគួរឲ្យខ្លាចដោយសម្លេងរបស់វាគឺបានបញ្ចេញឮខ្សលតែម្ដងតាដេតស្រោបពេលដែលគាត់ឃើញបែបហ្នឹងគាត់ក៏បាននិយាយទៅកាន់អ៊ំគៀនថាអាគៀននៅឲ្យស្ងៀមមិនបាច់ចំភ័យខ្លាចវាខ្លាំងពេកទេតាំងចិត្តតាំងសតិតាំងអារម្មណ៍ឲ្យបាននៅឲ្យស្ងៀមអ៊ំគៀននៅពេលដែលគាត់ឮតាដេតនិយាយបែបហ្នឹងគាត់ក៏បានស្ដាប់តាមតាដេតដែរក៏ប៉ុន្តែដោយសារតែមើលទៅពស់វែករនាមនោះគឺវាកាចណាស់វាក៏បានហក់បំរុងនឹងចឹកទៅលើអ៊ំគៀនដែលគាត់កំពុងតែកាន់កាំបិតប្រគាក់នៅលើដៃជាស្រេចនៅពេលនឹងដែរគាត់ក៏មិនរងចាំយូរអីឡើយគាត់ក៏បានយាកាំបិតប្រគាក់របស់គាត់កាប់យ៉ាងមួយទំហឹងទៅលើខ្លួនពស់វែករនាមនោះតែម្ដងអញ្ចឹងហើយដែលធ្វើឲ្យខ្លួនពស់វែករនាមនោះវាក៏បានដាច់ជាពីររឿងដែលរន្ធត់នោះបើទោះបីជាពស់វែករនាមនោះដាច់ជាពីរតែវានៅតែវាដេញចឹកអ៊ំគៀនយ៉ាងសាហាវស្របពេលនឹងដែរអ៊ំគៀនក៏ព្រោះតែគាត់ភ័យខ្លាំងពេកគាត់ក៏បានលើកយាកាំបិតកាប់ម្ដងទៀតពេលហ្នឹងក៏ស្រាប់តែគាត់ក៏បានកាប់ពស់វែករនាមនោះដាច់ក្បាលភ្លាមមួយរំពេចគ្រាន់តែពស់វែករនាមនោះជ្រុះក្បាលទៅលើដីភ្លាមខ្លួនរបស់វាដែលបានដាច់ជាពីរប្រកាច់ប្រកិនពេញដីអ្វីដែលសំខាន់រឿងដែលចម្លែកសត្វបាក់សីដែលកំពុងតែទុំនៅលើដើមឈើក៏ស្រាប់តែវាក៏បានហើរចេញពីដើមឈើប្រងព្រាតតែម្ដងនិយាយទៅគឺរកតែតាណែមតាដេតតាអ៊ំគាត់ហាមឃាត់មិនទាន់អ៊ំគៀនគឺគាត់បានកាប់សម្លាប់ពស់វែករនាមនោះបាត់ទៅហើយធ្វើឲ្យតាអ៊ំគាត់ក៏បាននិយាយស្ដីបន្ទោសថាឲ្យបន្តិចបន្តួចទៅកាន់អ៊ំគៀនថាអាគៀនមិនបានជាឯងកាប់សម្លាប់គេអញ្ចឹងបើខ្ញុំមិនកាប់សម្លាប់វាទេវាច្បាស់ជីចឹកសម្លាប់ខ្ញុំវិញហើយអញយល់ហើយប៉ុន្តែវល្លិនេះវាអាចថាមិនមែនជាវល្លិធម្មតាដូចជាឯងគិតទេឯងធ្វើអីក៏ដោយនៅក្នុងព្រៃត្រូវចេះគិតផងអ៊ំគៀននៅពេលដែលគាត់ឮតាអ៊ំស្ដីបន្ទោសថាឲ្យបែបហ្នឹងនៅពេលនោះគាត់ក៏មិនបានតបតថាឲ្យមកកាន់តាអ៊ំវិញនោះដែរគឺគាត់បានត្រឹមតែធ្វើទឹកមុខស្ងួតហើយគាត់ក៏បានដើរចេញពីកន្លែងពស់វែករនាមយ៉ាងធំមួយនោះទាំងដែលកាំបិតប្រគាក់របស់គាត់នៅពេលនឹងដែរគឺជាប់ពោពេញទៅដោយឈាមឡើងក្រហមឆ្អៅអញ្ចឹងហើយខណៈពេលនឹងដែរពួកគាត់ក៏បានបន្តដំណើរទៅមុខទៀតទៅទាំងដែលអារម្មណ៍របស់តាណែមខណៈពេលនឹងដែរគាត់ក៏បានគិតនៅក្នុងចិត្តថាដើរនៅក្នុងព្រៃនេះគឺប្រកបណាស់ច្បាស់ណាស់កំពុងតែខុសនៅដំណំដើរក្នុងព្រៃ
มันดังทาต่อตะมกตัวตีดปูกวดหนึ่งเตยจูบเรื่องราวเอาไว้คลาตีเนื้อขณะไปเด็กปูกวดถึงบุญเนี้ยกำปุ้งแต่ได้บ้านบันติปูกวดกับมันประเทศเคยสัตว์ตุนซองโกไพรปีกมาปูวิกำปุ้งแต่สีสมัยในข้างกราวดำเชอมวยก่อปันท้ายบัดตามอมนอนกดบ้านในเจธาตานังตาอมตาเดปูกวดก็มันบ้านบันแต่เลือสัตว์ตุนซองโกไพรถึงปีกบานุตีมูลเหตุใดปูกวดปุ่มบ้านบันแต่เลือสัตว์ตุนซองโกไพรถึงปีกบาลปีปรูแต่ตาปูกวดถึงใบเนี้ยเนื้อไปได้โจมขนมไพรคือปูกวดบ้านสัจจาธาปูกวดได้โจมขนมไพรนู้คือบันสัตว์จุกไพรแต่ปีกบาลแต่ปนโนได้ซาแต่กาจวบปีสัจจาในเจแบบหนึ่งให้เติบเนื้อไปได้ปูกวดจูบจนซองโกไพรถึงปีกบาลปูกวดปุ่มบ้านเฟื่อไว้หรือกับมันเวียนอุดได้ปีปรูแต่ปูกวดฉลองกัดบอดปีซาวจีเปลี่ยนไพรปูกวดมีนับไปจำเนื้อชื่อมวยธาเนื้อไปได้ปูกวดได้โจตะขนมไพรนากระดอยประสันบาปูกวดจองบานสัตว์ไพรนามวยปูกวดเตยแต่ในเจส่งมาจัดตึกมาจัดได้อารุกอาเรเนตาได้กิท่าได้ซาสัตว์ไพรถึงออกนูประสันบาเยิงบันสัตว์ได้เยิงส่งบานให้ยังเตยกัดกับบาสัตว์ถึงนู้ดได้เอาเกยบามันเฟอร์ใบมนูเตปูกวดชื่อทาเลือกร้อยก่อนแรงบันสัตว์บานได้ปีปรูท้าวิจีตำเนียมตำลบฉบับระบอบเปลี่ยนไพรคือเวียนจังประสันบาเยิงโจตะขนมไพรเคยสัตว์นี่เคยสัตว์นู้เจตบันประเดประดาได้มันกรบปีสัจจะแต่ตามการส้มระบอบคลูนฉบับนะเกนึงประกันให้บังไฮนี่บังไฮนู้เอาเยิงเคยจีสพีบเละขณะมุ้ยได้เยิงมันนักสมานดอลดาวจ่าดาวปูกวดแต่งแต่หายถ่าจีประเภทจราเปรย์นี่เองเอาแต่เยิงเตอร์บอมปีนกันไลน์เกฉบับนะเกมันตุกเอาเยิงบอบันสัตว์กันไลน์เกสรูนุตีดาวเนอไปแต่ปูกวดได้รุกเรียนเปรย์บอบันสัตว์คือปูกวดบันเคยสัตว์จีจราได้แต่วิก็มันแม้จีโกได้สัตว์เปรย์ได้ปูกวดเตอร์บันเลยเราเอาดอลอมเกียนเนอไปหนึ่งได้กวดกับบันกึศในขนมจัดท่าให้ได้ไว้บันจิตตาเดตตาไหนให้หนึ่งตาอมเนอไปแต่บันได้จูบสัตว์เปรย์ถึงออกนูให้ปันใต้มันบันตัวแต่ซอมันท่าแต่สัตว์ฉลูหรือกับสัตว์ปลาหนูเลยแต่บอแต่ท่าเนอไปนุกวดงอกับเป็ดแม่นตายกวดก็มันเห็นสู้แต่กันตาหนูได้เราเอาดอทไงตรองปูกวดกับจับปลาดนมคณีสำระในขนมเปรย์นูสันหายบัดตามอมนอนกวดบ้านในเจปราบขณะไปได้ปูกวดกำปุ้งแต่สำระในไงตรองซอกสโนสำลีสำไรสไรในขนมเปรย์กับบ้านบรรลือลังดาววิคือจีสำลีสำไรสไรเราบอกมนุษย์ไรดาวเก็บบ้านสไรท่าช่วยพ้องเนี่ยหน้ากับบ้านได้ช่วยชมพ้องสำลีสำไรสไรเราบอกมนุษย์ไรได้สไรเอาช่วยในขนมเปรย์แบบนี้ให้ตาปูกวดเนยสงิมสงัดน้อยหมดบ้านหมดก็ไว้เลยก็ปันใต้เนยไปหนึ่งสำหรับองเกียนวิ่งก็ปรู้แต่กวดลื้อสโนสำลีสไรเอาช่วยแบบนึงกวดกับบ้านสู้แต่กันตาถึงใบเนี่ยท่าปูนี่ยีจังเบียนลื้อสำลีเนี่ยนาสไรเอาช่วยออดตาไหนตาอมตาเดดบรรทบไปลื้ออมเกียนสู้แบบหนึ่งปูกวดกับบ้านชลายตอบแต่กันอมเกียนทาปูกวดกับบ้านลื้อได้ก็ปันใต้มันบัดจำควายฟอแต่ลื้อสำลีได้กำปุ้งแต่สไรเอาช่วยหนูเลยบรรทบไปปูกวดในยีแบบนึงปูกวดก็เนยสงิมสงัดสำระทั่วมาดาในยีเต๋อเมื่อเตอตาปูกวดบ้านดังทาสำเร็จได้กำปงแต่ใส่เธอเอาจุยนู้วิคือจีสำเร็จอย่าไว้นู้ได้บรรทบปีสำเร็จใส่เธอปูกวดเอาแต่จุยสงัดบานมวยสระเบาก็สลับแต่สำเร็จใส่เธอปูกวดเอาจุยวิกับบ้านบรรลือล้างเอิงกองปิงไปมาดองเตียดในยีเต๋อสำเร็จนู้คือบ้านบรรลือคลังเมนเต้นเอาไว้ได้สำคัญคือใส่เธอลือเลยเว้ยดาวเนอไปหนึ่งไอ้ได้ทัวร์เอาอมเกียนกวดกับจับประดามเมียนอารมณ์ทับพลื้สมบูรณ์พลื้ปลุยตายมาดองอันจังหายได้ทัวร์กวดก็มันเฮียนหมดก็สมไม่ตายมวยมัดปีปรูแต่กวดจับประดามดังทานนู้มันแม่นจีมนุษย์เปิดประกาศนู้ตีในเยเตอร์เนอไปนู้อมนอนกวดบ้านในเยธาสำใบแต่ไงตรองก็มีนเกมกเล่งปูกวดได้หายจือเจียธาสำเล่งได้ละเวยกำปงแต่ใส่ไทยในขนมไพรเอาจุยนู้จะบ้านนะวิประกาศจีสำเล่งระบบเปรี้ยในขนมไพรนี่เองดาวเนอไปได้สำเล่งสำไรใส่ไทยเอาจุยนู้วินเนอร์แต่บรรลือล่างตาอมกวดคือจีมนุษย์ได้ตุบอารมณ์มันบานพ้องกวดกับบ้านใส่ตะวิงท่าเฮ้ยมันมาจำคอมปรังใส่เธอเอากี่จุยเต้ขมีในหน้าแต่จุยนิ่งไอ้เลยกรอนแต่ตาอมกวดในเยแบบหนึ่งก็สลับใต้สำเร็จใส่เธอเอาปูกวดจุยนุกกับบ้านสงัดมวยรุมปิดใต้มาดองเราเขาแต่ดอลลาร์เซียประหารจีมองมุ้ยแต่มองปีนี้เองปูกวดกับบ้านนอมขณีได้จ่ายจังปีตีนุกแต่รกกันไล่บอกบังสับตีดอมนอนกวดบ้านในยีธาเนอไปเด็ดปูกวดดาวนู้ก็บ้านประเทศเคยกันไล่กระลองเชิงสัตว์ลังโซเอาไว้ได้สำคัญคือมีนเวียสมาอย่างโตยมุ้ยเนอก็ใบหนึ่งพองได้
โดยเฉพาะให้ผู้กวดถึงบุญเนี่ยกระจับประดามโน้มគ្នាបោះធ្នាក់ឬក៏សង់ធ្នាក់នៅក្បែរនឹងតែម្ដងទៅហើយចន្លោះនោះដែរគឺវាប្រហាក់ប្រហែលជាម៉ោង4ជិតម៉ោង5នេះឯងតមរំតែពួកគាត់បោះធ្នាក់រួចគឺវាល្ងឹតល្មមនៅពេលដែលបោះធ្នាក់រួចតាអ៊ុំតាដេតហើយនឹងអ៊ុំគៀនក៏ចាប់ផ្ដើមនាំគ្នាយកកំភ្លើងហើយនឹងរបស់របរមួយចំនួនឡើងទៅតាមបង្កោងទៅលើធ្នាក់មុនតាណែមទៅចំណែកឯតាណែមស្របពេលនឹងដែរក៏គាត់មិនទាន់ឡើងទៅលើធ្នាក់នោះទេគឺគាត់ក៏បានយកកំទេចផេះអស់នៅខាងក្រោមធ្នាក់បន្ទាប់មកគាត់ក៏បានបាចជះទៅលើគល់ឈើដែលបានសង់ធ្នាក់នោះមិនត្រឹមតែប៉ុណ្ណោះនោះទេគាត់ក៏បានធ្វើពិធីមួយដែលវាគឺជាពិធីមួយចង់សីមានៃអធិដ្ឋាននៅខាងក្រោមដើមឈើនោះគាត់ធ្វើបែបនោះគឺដើម្បីការពារទៅលើពពួកសភាវៈអាក្រក់នេះឯងដូចជាច្រាបព្រៃជាដើមដែលវាតែងតែបង្កគ្រោះថ្នាក់ដល់ពួកគាត់ចំណែកឯផេះដែលគាត់បានបាចទៅលើគល់ឈើនោះវិញគាត់ធ្វើបែបនោះគឺដើម្បីការពារក្លិនទៅលើសត្វដែលកាចសាហាវនៅក្នុងព្រៃដូចជាខ្លាជាដើមពីព្រោះតែអាចឆ្កែធំនោះវាពូកែដឹងក្លិនណាចម្ងាយនៃការហាត់ក្លិនរបស់វាគឺប្រហាក់ជា2ទៅ3គីឡូម៉ែត្រឯណោះនេះបើតាមចាស់ពួកគាត់បាននិយាយប្រាប់តាណែមបន្ទាប់ពីគាត់ធ្វើបែបនឹងហើយគាត់ក៏បានឡើងតាមបង្កោងឡើងទៅលើធ្នាក់ដោយការធ្វើម្ហូបដាំបាយគឺពួកគាត់ធ្វើនៅលើធ្នាក់តែម្ដងពីព្រោះតែគាត់ជឿទៅលើដំណរមួយដែលត្រូវតែតមប្រសិនបើពួកគាត់ដាំបាយធ្វើម្ហូបពិសានៅខាងក្រោមធ្នាក់គឺវាអាចធ្វើឲ្យធ្នាក់របស់ពួកគាត់ដែលបានសង់នៅលើដើមឈើលែងមានប្រសិទ្ធភាពក្នុងការការពារពីពពួកច្រាបធ្វើឲ្យធ្នាក់របស់ពួកគាត់ដែលសង់នៅលើដើមឈើគឺចាញ់ច្រាបនេះគឺចង់សម្ដៅទៅលើធ្នាក់របស់ពួកគាត់មិនអាចការពារពួកគាត់ឲ្យរួចផុតពីពពួកសត្វដែលកាចសាហាវដូចជាពពួកសត្វដែលមានព្រាយកាន់ជាដើមបើទោះបីជាធ្នាក់ឬក៏ធ្នើនោះសង់ខ្ពស់យ៉ាងណាក៏ដោយនៅតែសត្វទាំងអស់នោះវាអាចឡើងទៅបង្កគ្រោះថ្នាក់ដល់ពួកគាត់បានដដែលពីព្រោះតែធ្នាក់ដែលសង់ដើម្បីការពារខ្លួននោះគឺបានចាញ់ច្រាបដោយសារតែយើងធ្វើខុសនៅដំណំនិយាយទៅចាស់ដើមពួកគាត់ជឿខ្លាំងណាស់ទៅលើដំណំនៃការដើរក្នុងព្រៃហើយនឹងការបោះធ្នាក់នៅលើដើមឈើនៅយប់នោះកន្លងប្រហែលជាម៉ោង7ទៅម៉ោង8យប់នេះឯងបើតាមអ៊ំណូនគាត់បាននិយាយប្រាប់ស្ថានភាពនៅក្នុងព្រៃនោះគឺងងឹតអ្វីដែលសំខាន់គឺមើលទៅមានអារម្មណ៍ថាព្រឺសម្បុរតែម្ដងអាចនិយាយបានថាមើលទៅគឺគួរឲ្យខ្លាចខ្លាំងណាស់ដោយធ្លាក់ខ្យល់មកល្វើយត្រជាក់ស្រេបតែម្ដងហើយរឿងដែលមានអារម្មណ៍ថាព្រឺព្រួចព្រឺសម្បូរសម្រាប់អ៊ំគៀននៅពេលហ្នឹងគឺអ៊ំគៀនគាត់បានមើលឃើញដុំភ្លើងឆ្វេងឆ្វាចហោះចុះហោះឡើងពេញព្រៃយ៉ាងចម្លែកធ្វើឲ្យគាត់ដែលមិនធ្លាប់បានឃើញរឿងហ្នឹងពីមុនមកគាត់មានអារម្មណ៍មួយថាព្រឺក្បាលខ្ញាក់តែម្ដងក៏ប៉ុន្តែអ៊ំគៀនគាត់ក៏មិនហ៊ានមាត់កសួរទៅកាន់តាណែមតាដេតហើយនឹងតាអ៊ុំនោះដែរគឺគាត់នៅស្ងៀមស្ងាត់ញ័រសាច់ឡើងបែកញើសស្រាកមានអារម្មណ៍ថានៅក្នុងព្រៃនោះនៅយប់ទី2ក៏ដូចជាមិនសូវស្រួលតទៅសោះចំណែកឯតាអ៊ុំតាដេតហើយនឹងតាណែមតើបើតែថាពួកគាត់ឃើញស្ថានភាពនៅក្នុងព្រៃបែបនឹងពិតមែនប៉ុន្តែពួកគាត់ទាំង3នាក់ក៏ពុំមានអារម្មណ៍ថាភ័យខ្លាចនៅក្នុងព្រៃនោះឡើយអាចនិយាយបានថាក៏ព្រោះតែពួកគាត់ស៊ាំនឹងជួបរឿងទាំងអស់នោះហើយអញ្ចឹងហើយពួកគាត់ក៏ពុំបានចាប់អារម្មណ៍ទៅលើដុំភ្លើងដែលកំពុងតែហោះឆ្វេងឆ្វាយនៅក្នុងព្រៃនោះទេហើយក៏ដូចដែលយើងនឹងស្រាប់ហើយថាដុំភ្លើងដែលកំពុងតែហោះឆ្វេងឆ្វាយនៅក្នុងព្រៃតាមក៏ពិតទៅវាគឺជាដុំភ្លើងរបស់ពពួកព្រាយនេះឯងហើយនៅខណៈពេលដែលពួកគាត់កំពុងតែរងចាំបាញ់សត្វបើតាមអ៊ំណនគាត់បាននិយាយប្រាប់សុកក៏ស្រាប់តែឮស្នូរសំឡេងមួយនៅក្នុងព្រៃហើយស្នូរសំឡេងនោះដែរម្ដងស្ដាប់ឮជាស្នូរសំឡេងសត្វព្រៃចំណែកឯម្ដងទៀតគឺស្ដាប់ឮស្នូរសំឡេងនោះគឺដូចទៅនឹងមនុស្សកំពុងតែនិយាយជជែកគ្នានៅក្នុងព្រៃនឹងអញ្ចឹងអាចនិយាយបានថាម្ដងស្ដាប់ឮដូចជាសំឡេងសត្វចំណែកឯម្ដងទៀតគឺស្ដាប់ឮសំឡេងដូចជានឹងសំឡេងមនុស្សក៏ប៉ុន្តែពួកគាត់ទាំង4នាក់ដែលកំពុងតែអង្គុយនៅលើធ្នាក់ពួកគាត់នៅស្ងៀមស្ងាត់ដោយមិនបានមាត់កអ្វីនោះទេគឺនៅចាំមើលថាតើវាគឺជាអ្វីឲ្យពិតប្រាកដរងចាំមើលបានមួយស្របក់ក៏ស្រាប់តែលេចមុខបុរសហើយនឹងស្ត្រីប្រហែលជា7ទៅ8នាក់ដើរតាមក្រឡងសត្វស្លៀកសម្លៀកបំពាក់បែបធម្មតាអាចនិយាយបានថាគឺមិនខុសពីមនុស្សធម្មតានោះទេហើយក៏មានទាំងចាស់មានទាំងក្មេងដើរទៅតាមក្រឡងផ្លូវនោះក្បែរធ្នាក់របស់ពួកគាត់មិនត្រឹមតែប៉ុណ្ណោះគេក៏បានដឹងដែរថាព្រានទាំង4នាក់កំពុងតែអង្គុយនៅលើធ្នាក់ហើយបើតាមអ៊ំណនគាត់បាននិយាយថាស្របពេលដែលពួកគេដើរមកដល់ក្បែរធ្នាក់របស់ពួកគាត់ទាំង4នាក់ពួកគេទាំង4នាក់នោះក៏បានងើយមុខសម្លឹងមើលទៅកាន់តាណែម
តាអ៊ំតាដេតហើយនឹងអ៊ំគៀនដំបូងតាដេតគាត់ក៏បំរុងនឹងលើកកំភ្លើងបាញ់ទៅកាន់អ្នកទាំងនោះដែរក៏ប៉ុន្តែតាណែមគាត់ក៏បាននិយាយទៅកាន់តាដេតថាអាដេតមិនបាច់ចាំធ្វើអីគេទេមើលទៅគេសម្លឹងមើលមុខយើងណាស់ឲ្យគេទៅចុះគេក៏ចង់រស់ដោយគេយើងក៏ចង់រស់ដោយយើងដែរអញ្ចឹងហើយឯងមិនបាច់ចាំធ្វើអីគេឡើយតាដេតបន្ទាប់ពីគាត់ឮតាណែមនិយាយបែបហ្នឹងគាត់ក៏បានទម្លាក់កំភ្លើងចុះវិញធ្វើឲ្យអ៊ំគៀនគាត់ក៏បានឆ្ងល់នៅក្នុងចិត្តដែរថាហេតុអ្វីបានជាមានមនុស្សរស់នៅក្នុងព្រៃអញ្ចឹងពីព្រោះតែថានៅក្នុងព្រៃនោះគឺជាព្រៃជ្រៅមើលទៅគួរឲ្យខ្លាចណាស់ហើយគាត់ក៏បានគិតនៅក្នុងចិត្តថានៅក្បែរនេះប្រហែលជាមានភូមិមានមនុស្សរស់នៅជាមិនខានក៏ប៉ុន្តែអ្វីដែលសំខាន់ហេតុអ្វីបានជាតាដេតបំរុងនឹងបាញ់ពួកគេទៅវិញដោយពួកគេទាំងនោះក៏មិនបានធ្វើអីពួកគាត់នោះដែរហេតុអ្វីបានជាតាដេតចង់បាញ់សម្លាប់ពួកគេអញ្ចឹងចម្ងល់នេះឯងដែលធ្វើឲ្យអ៊ំគៀនគាត់ឆ្ងល់ក៏ប៉ុន្តែនៅពេលនោះអ៊ំណូនគាត់បាននិយាយថាមនុស្សមួយក្រុមដែលកំពុងតែដើរបណ្ដើរនិយាយគ្នាបណ្ដើរគ្រាន់តែដើរចាក់ចេញផុតពីថ្នាក់របស់ពួកគាត់ទាំង4នាក់ក៏ស្រាប់តែអ្នកទាំងនោះក៏បានប្រែក្លាយទៅជាប្រាវហើយនឹងឆ្លុះទៅវិញធ្វើឲ្យអ៊ំគៀននៅពេលនឹងដែរគាត់ក៏ចាប់ផ្ដើមស្រឡាំងកាំងតែម្ដងពីព្រោះតែគាត់មិនធ្លាប់ដែរឃើញជាក់ស្ដែងពីមុនមកបែបនឹងឡើយអញ្ចឹងហើយទៅអ៊ំគៀនគាត់ក៏បានយល់ថាមូលហេតុនេះឯងដែលអ៊ំដេតគាត់ចង់បាញ់ពួកគេក៏ប៉ុន្តែនៅពេលនោះក៏គាត់ឆ្ងល់នៅក្នុងចិត្តថាហេតុអ្វីបានជាសត្វប្រើឬក៏ឆ្លុះទាំងអស់នោះវាអាចខ្លាញ់ក្រឡាបំភាន់ភ្នែកធ្វើជាមនុស្សបានដូចនេះដោយសារតែគាត់ឆ្ងល់បែបនឹងហើយគាត់ក៏បានសួរទៅកាន់តាអ៊ំតាដេតហើយនឹងតាណែមថាពូមិនបានជាមនុស្សទាំងអស់នោះខ្លាចទៅជាសត្វអញ្ចឹងដំបូងខ្ញុំស្មានតែមនុស្សរស់នៅក្នុងព្រៃក្បែរនឹងតើឯងមិនបាច់ចំឆ្ងល់ច្រើនអីទេនៅក្នុងព្រៃគឺវាអញ្ចឹងឯងគ្រាន់តែតាដេតគាត់ឆ្លើយតែប៉ុណ្្នឹងអ៊ំគៀនគាត់ក៏លែងសួរបន្តបន្ទាប់ទៅកាន់ពួកគាត់ទៀតដែរនិយាយទៅតាខណៈពេលនឹងដែរពួកគាត់មិនចង់រាយរាប់ប្រាប់វែងឆ្ងាយនោះទេពីព្រោះតែនៅក្នុងព្រៃបែបនេះគឺពួកគាត់ខ្លាចណាស់ខុសមាត់ខុសកដូច្នេះហើយពួកគាត់ខំស្ងប់ស្ងាត់មិនសូវនិយាយច្រើនដោយបន្ទាប់ពីសត្វឆ្លុះហើយនឹងសត្វប្រើទៅបានមួយស្របក់នៅសុកក៏ស្រាប់តែសម្រាប់ជើងដើរនៅក្នុងព្រៃក៏បានបន្លឺឡើងដោយអ្វីដែលសំខាន់គឺឮឈ្មោលក្រោកក្រាក់តែម្ដងហើយបន្តិចក្រោយមកក៏ស្រាប់តែពួកគាត់ទាំង4នាក់ក៏បានឃើញយ៉ាងច្បាស់ថាមានជ្រូកព្រៃ2ក្បាលញីឈ្មោលពូវាកំពុងតែដើរបណ្ដើរគ្នានិយាយទៅដើរតាមក្រឡងផ្លូវនោះបណ្ដើរឈ្មោលដីស៊ីបណ្ដើរហើយសភាពលក្ខណៈជ្រូកព្រៃទាំង2ក្បាលនោះបើតាមអ៊ំណនគាត់បាននិយាយថារោមរបស់ពូវាដុះឡើងច្រាងខ្មៅក្រញាញ់អ្វីដែលសំខាន់ជ្រូកព្រៃទាំង2ក្បាលនោះគឺធំយ៉ាងចម្លែកដោយមើលទៅជ្រូកព្រៃទាំង2ក្បាលនោះគឺជាជ្រូកព្រៃចាស់ខែចាស់ឆ្នាំទៅហើយពីព្រោះតែពូវាមានខ្នាយតាន់ដុះឡើងក្រឡងជុំតែម្ដងតាណែមតាអ៊ំតាដេតបន្ទាប់ពីពួកគាត់បានឃើញជ្រូកព្រៃទាំង2ក្បាលនោះយ៉ាងច្បាស់បែបនឹងហើយតាពួកគាត់ទាំង3នាក់ដែលធ្លាប់មានបទពិសោធន៍ដើរក្នុងព្រៃបរបាញ់សត្វជាយូរមកហើយពួកគាត់បានដឹងបាត់ទៅហើយថាជ្រូកព្រៃនោះវាមិនមែនជាជ្រូកព្រៃធម្មតានោះទេវាច្បាស់ណាស់ជ្រូកព្រៃនោះប្រកាសជាមានអ្វីអង្គុយនៅលើក្បាលវាជាមិនខានបានន័យថាជ្រូកព្រៃទាំង2ក្បាលនោះគឺមានគេកាន់នេះឯងមកយ៉ាងវិញទៀតអាចថាជ្រូកព្រៃទាំង2ក្បាលនោះវាគឺជាជ្រូកព្រៃរបស់អ្នកតាផងដែរពួកសត្វបែបនេះឯងដែលគេចាប់ទុកថាពួកវាគឺជាប្រភេទច្រាបព្រៃតាអ៊ំខណៈពេលនឹងដែរគាត់ក៏បាននិយាយទៅកាន់តាដេតហើយនឹងតាណែមថាពូឯងគិតយ៉ាងម៉េចគួរបាញ់ពូវាឬក៏ម៉េចតែបើតាមអញមើលទៅអាពីក្បាលនេះដូចអត់តំណងសោះតាណែមបន្ទាប់ពីគាត់ឮតាអ៊ំនិយាយបែបហ្នឹងគាត់ក៏បានឆ្លើយតបទៅកាន់តាអ៊ំវិញថាអញក៏គិតដូចជាឯងអញ្ចឹងដំបូងអញស្មានថាអាពីក្បាលនេះធម្មតាទេតែដល់ពេលដែលឃើញច្បាស់អញ្ចឹងអញអស់អារម្មណ៍បាត់ទៅហើយអញ្ចឹងឲ្យវាទៅមិនបាច់ចាំធ្វើអីវាទេអ៊ំគៀនគឺគាត់គិតតែពីនឹកឆ្ងល់ថាតើតាពួកគាត់ទាំង3នាក់កំពុងតែនិយាយអំពីអីទៅហេតុអីបានជាពួកគាត់មិនព្រមបាញ់ជ្រូកព្រៃទាំង2ក្បាលនោះអញ្ចឹងដោយដែលយើងដឹងស្រាប់ហើយថាអ៊ំគៀននៅពេលនោះគឺគាត់បានត្រឹមតែឆ្ងល់តែគាត់ក៏មិនហ៊ានសួរបន្តបន្ទាប់ទៀតដែរចំណែកឯជ្រូកព្រៃមួយគូនៅខាងក្រោមនោះពួកវាមិនព្រមទៅណាទាល់តែសោះដោយពួកវាគិតតែពីកោសរុះឈ្មោលដីនៅខាងក្រោមធ្នាក់ពួកគាត់តែម្ដងដោយសារតែជ្រូកព្រៃមួយគូនោះពួកវាមិនព្រមទៅណាទាល់តែសោះនៅឈ្មោលដីក្រឡឹងចុះក្រឡឹងឡើងហើយពួកវាក៏បានងើយមុខសម្លឹងមើលមកកាន់តាក៏ប៉ុន្តែដោយសារតែតាណែមតាដេតតាអ៊ំពួកគាត់ទាំង3នាក់មិនបញ្ចេញប្រតិកម្មទៅលើពួកវាយូរទៅជ្រូកព្រៃទាំង2ក្បាលនោះក៏បានដើរចាក់ចេញពីទីនឹងទៅអ៊ំណនគាត់បាននិយាយថាជ្រូកព្រៃទាំង2ក្បាលនោះប្រហែលជាពួកវា
គ្រាន់តែមកសាកចិត្តចង់ដឹងទៅលើព្រានទាំង4នាក់ថាពួកគាត់ទាំង4នាក់នោះហ៊ានធ្វើអីឬក៏បាញ់សម្លាប់ពួកវាដែរឬអត់ពីព្រោះថាជ្រូកព្រៃទាំងពីរក្បាលនោះច្បាស់ជាមានស្អីកាន់ជាក់ជីមិនខានហើយនៅពេលដែលជ្រូកព្រៃទាំងពីរក្បាលនោះទៅបាត់អ៊ំណនគាត់បាននិយាយបន្តទៀតថានៅចន្លោះប្រហាក់ប្រហែលជាជាងកន្លងពីកណ្ដាលអាត្រៀតអ្វីដែលចម្លែកប្លែកក៏ចេះតែកើតឡើងទៅលើពួកគាត់ទាំង4នាក់ទៀតនៅសុកស្នូសំឡេងសាយកក្អឹកនៅក្នុងព្រៃចែកចាចក៏បានបន្លឺឡើងដោយវាគឺជាស្នូសំឡេងរបស់កូនក្មេងនេះឯងអ៊ំគៀននៅពេលដែលគាត់បានឮស្នូសំឡេងក្មេងៗកំពុងតែសើចលេងគាត់ក៏ឆ្ងល់ថាតើក្មេងៗមកពីណាទៅមិនបានជាហ៊ានដើរនៅក្នុងព្រៃទាំងយប់ជាងពីកណ្ដាលអាត្រៀតបែបហ្នឹងមិនខ្លាចសត្វនៅក្នុងព្រៃខំហៃស៊ីទេអីស្របពេលនឹងដែរគាត់ក៏មិនបានមាត់កអីឡើយគាត់ក៏នៅចាំមើលថាតើក្មេងៗនោះពូវាដើរឆ្លងកាត់ក្រឡងផ្លូវដែលពួកគាត់បានសង់ធ្នាក់ធ្នើនោះដែរឬអត់បន្តិចក្រោយមកក៏ស្រាប់តែលេចចេញដំរីមួយក្បាលវាកំពុងតែដើរត្រុករហូតមកដល់ក្បែរធ្នាក់របស់ពូគាត់ទៅតាណែមតាដេតតាអ៊ំហើយនឹងអ៊ំគៀនពូគាត់ក៏បានមើលឃើញស្រមោលស្ទង់ខ្មៅឡើងឃ្លិចកំពស់តូចទាបរៀងល្អិតគឺមិនខុសពីមនុស្សនោះទេអាចនិយាយបានថាគឺតូចល្អិតខ្លាំងមែនតែនស្លៀកសម្លៀកបំពាក់ឈុតចង់ក្បិនក្រហមលក្ខណៈរបស់ពួកគេគឺមិនខុសពីកូនក្មេងនោះទេបើតាមអ៊ំណនគាត់បាននិយាយប្រាប់ថាពួកគេគឺមានគ្នា3នាក់នៅឈរនៅលើខ្នងដំរីប្រឡែងគ្នាលេងយ៉ាងសាច់កក្អឹកតែម្ដងមើលទៅក្មេងៗទាំងនោះហាក់បីដូចជាពួកគេសប្បាយដោយពុំមានទុកអ្វីសោះឡើយកំពុងតែសប្បាយសើចលេងចុះឡើងនៅលើខ្នងដំរីសុកក៏ស្រាប់តែកាច់កងាកមកមើលតាអ៊ំតាដេតហើយនឹងតាណែមព្រមទាំងអ៊ំគៀននៅលើធ្នាក់ភ្នែកឡើងសសំព្រុះតែម្ដងអ្វីដែលសំខាន់គឺបង្ហាញជាមុខមាត់ឡើងអាក្រក់មុខឡើងរលេះរលួយគឺមិនខុសពីខ្មោចព្រាយនោះទេអ៊ំគៀននៅពេលដែលគាត់ឃើញជាក់ស្ដែងបែបហ្នឹងគឺគាត់មានអារម្មណ៍មួយថារន្ធត់ចិត្តខ្លាំងមែនទែនដែលនៅសុកក្មេងតូចទាំងនោះវាបានបង្ហាញជាមុខមាត់ឡើងអាក្រក់មកកាន់ពួកគាត់ហើយតាអ៊ំនៅពេលដែលគាត់ឃើញស្ថានភាពបែបហ្នឹងគាត់ក៏បាននិយាយទៅកាន់ក្មេងៗដែលកំពុងតែជិះនៅលើដំរីទាំងនោះថាបានហើយពួកខ្ញុំក៏មិនចង់បំពេញសត្វរបស់ពួកឯងដែរអញ្ចឹងហើយពួកឯងមិនបាច់ធ្វើមុខធ្វើមាត់អាក្រក់បែបហ្នឹងបន្លាចពួកយើងទេបើទោះបីជាពួកឯងខំធ្វើមុខមាត់អាក្រក់បែបហ្នឹងបន្តទៀតក៏ពួកយើងមិនខ្លាចដែរក្មេងៗតូចល្អិតដែលពួកវាកំពុងតែឈរនៅលើខ្នងដំរីបន្ទាប់ពីឮតាអ៊ំគាត់និយាយបែបហ្នឹងពួកវាក៏បានធ្វើមុខមាត់ធម្មតាវិញលែងបង្ហាញជាសភាពលក្ខណៈឡើងអាក្រក់ដូចមុនហើយក៏បានញញឹមសើចដាក់ទៅកាន់ពួកគាត់ទាំង4នាក់នៅលើធ្នាក់តែម្ដងចំណែកឯអ៊ំគៀនវិញនៅពេលដែលវាបន្លាចធ្វើជាមុខមាត់ឡើងអាក្រក់គឺគាត់ខ្លាចក្មេងៗទាំងនោះស្ទើរតែបះសក់តែម្ដងពីព្រោះតែមើលទៅគឺវាពិតជារន្ធត់ចិត្តខ្លាំងមែនទែនសម្បីតែក្មេងៗទាំងនោះឈប់បង្ហាញជាសភាពលក្ខណៈមុខមាត់អាក្រក់ដូចមុនតែគាត់នៅតែមានអារម្មណ៍មួយថាព្រឺព្រួចព្រឺសម្បុរខ្លាចដដែលដោយហេតុថាមើលទៅគឺវាសម្បើមខ្លាំងពេកហើយចំពោះតាដេតតាអ៊ំតាណែមខណៈពេលនឹងដែរបើតាមអ៊ំណនគាត់បាននិយាយប្រាប់ពួកគាត់ទាំង3នាក់នេះគឺពុំមានអារម្មណ៍ថាខ្លាចទៅលើក្មេងៗទាំងនោះទេបើទោះបីជាពួកគេខំបង្ហាញជាសភាពលក្ខណៈមុខមាត់អាក្រក់យ៉ាងណាក៏ដោយបន្តិចក្រោយមកដំរីមួយក្បាលនោះវាក៏បានដើរចាក់ចេញផុតពីទីនឹងទៅតាដេតតាណែមតាអ៊ំពួកគាត់បានដឹងយ៉ាងច្បាស់ថាក្មេងៗតូចល្អិតខ្មៅទាំងនោះតាមក៏ពិតទៅពួកគេគឺជាក្មេងមរិញកងវាលនេះឯងទៅពួកគាត់ក៏មិនហ៊ានបំពេញសត្វដែលពួកគេថែរក្សានោះដែរដោយដែលយើងដឹងស្រាប់ហើយថាក្មេងៗមរិញកងវាលទាំងអស់នេះពួកគេគឺជាពពួកអមនុស្សមួយដែលចាំថែរក្សាការពារទៅលើសត្វព្រៃនិយាយឲ្យចំទៅពួកគេគឺជាអ្នកកងវាលខ្វៀលសត្វព្រៃប្រសិនបើមានព្រានដាក់អន្ទាក់នៅក្នុងព្រៃកន្លែងណាមួយគឺបានអ្នកទាំងអស់នេះឯងដែលតែងតែបញ្ជាពីអន្ទាក់របស់ព្រានព្រៃឬនៅពេលដែលពួកគេបានដឹងថាព្រានព្រៃបរបាញ់សត្វចូលមកដល់ក្នុងព្រៃរបស់ទឹកដីពួកគេតែងតែធ្វើខ្មោចព្រាយនៅក្នុងព្រៃលងបន្លាចទៅដល់ព្រានព្រៃដើម្បីឲ្យព្រានទាំងនោះខ្លាចហើយចាក់ចេញពីទឹកដីព្រៃរបស់គេនិយាយទៅគឺគេមិនចង់ឲ្យយើងបំពេញសត្វព្រៃរបស់គេឡើយហើយអ៊ំណនគាត់ក៏បាននិយាយបន្តទៀតថានៅយប់នោះគឺពួកគាត់ទាំង4នាក់រងចាំបាញ់សត្វជាច្រើនក្បាលទៅហើយក៏ប៉ុន្តែមើលទៅហាក់បីដូចជាពុំសមបំណងរបស់ពួកគាត់ឡើយរហូតទៅដល់ប្រហែលជាម៉ោង3ទៅម៉ោង4ទៀបភ្លឺក៏ស្រាប់តែមានស្ត្រីម្នាក់ពោះធំដើរចេញពីក្នុងព្រៃ
ដើរតាមផ្លូវក្រឡងសัตว์ហើយនៅខាងក្រោមធ្នើធ្នាក់របស់ពួកគាត់មើលទៅស្ត្រីពស់ធំម្នាក់នោះហាក់បីដូចជាគាត់បានដឹងមុនថាតាណែមតាដេតតាអ៊ុំហើយនឹងអ៊ុំគៀនពួកគាត់កំពុងតែអង្គុយនៅលើធ្នាក់ស្រាប់អញ្ចឹងខណៈពេលនឹងស្ត្រីម្នាក់នោះក៏បានងាកមើលទៅលើទៅកាន់ពួកគាត់ចំណែកឯព្រានទាំង4នាក់ដែលកំពុងតែអង្គុយនៅលើធ្នាក់នៅពេលដែលឃើញស្ត្រីម្នាក់នោះទាំងតាដេតតាណែមតាអ៊ុំហើយនឹងអ៊ុំគៀនពួកគាត់ទាំង4នាក់គឺមិនធ្លាប់ដែលស្គាល់ស្ត្រីពស់ធំនោះពីមុនមកនោះទេហើយនៅខណៈពេលនឹងស្ត្រីពស់ធំម្នាក់នោះគេក៏បាននិយាយទៅកាន់ពួកគាត់ទាំង4នាក់ថាលោកអ៊ំជួយខ្ញុំផងចុះមកខាងក្រោមនាំខ្ញុំឡើងទៅលើផងពេលនេះខ្ញុំកំពុងតែវង្វេងព្រៃហើយដើរមកដល់ទីនេះពេលនេះខ្ញុំកំពុងតែត្រូវបានជ្រូកព្រៃវាដេញរុលដេញបុកធ្វើបាបខ្ញុំអញ្ចឹងហើយលោកអ៊ំសូមចុះមកជួយខ្ញុំផងខ្ញុំមិនអាចឡើងទៅលើធ្នាក់នោះបានឡើយទាំងតាដេតតាណែមហើយនឹងតាអ៊ុំពួកគាត់ទាំង3នាក់គឺពុំបានមាត់កអ្វីសំបីតែមួយម៉ាត់ក៏ប៉ុន្តែអ៊ុំគៀនខណៈពេលនឹងដែរដោយសារតែគាត់មិនធ្លាប់ដើរក្នុងព្រៃអញ្ចឹងហើយគាត់ក៏មិនសូវជាដឹងរឿងរ៉ាវនៅក្នុងព្រៃវាយ៉ាងម៉េចអញ្ចឹងហើយអ៊ុំគៀនគាត់ក៏បាននិយាយទៅកាន់តាពួកគាត់ទាំង3នាក់ថាតើពួកយើងគួរទៅជួយក្មួយស្រីម្នាក់នោះឬក៏យ៉ាងម៉េចទៅពីព្រោះតែមើលទៅក្មួយស្រីម្នាក់នោះគឺមានពោះពងធំផងប្រសិនបើបណ្ដោយឲ្យនៅខាងក្រោមច្បាស់ជារងគ្រោះថ្នាក់ជាមិនខានតាអ៊ុំតាដេតតាណែមបន្ទាប់ពីពួកគាត់បានឮអ៊ុំគៀននិយាយបែបហ្នឹងពួកគាត់ក៏បាននិយាយតបតទៅកាន់អ៊ុំគៀនវិញថានៅស្ងៀមស្ងាត់ទៅមិនបាច់ចំមាត់កឬក៏អាណិតទៅលើស្ត្រីម្នាក់នោះទេអ្វីដែលសំខាន់ក៏គ្មានស្ត្រីណាមានពោះពងដើរវង្វេងនៅក្នុងព្រៃតែម្នាក់ឯងបែបហ្នឹងឡើយអ៊ុំគៀននៅពេលដែលគាត់ឮតានិយាយបែបហ្នឹងគាត់ក៏បានយល់ហើយក៏សមហេតុផលដូចទៅនឹងតាពួកគាត់និយាយចំណែកឯស្ត្រីដែលមានពោះពងកំពុងតែនៅខាងក្រោមធ្នាក់នោះបន្ទាប់ពីពុំឃើញមានអ្នកណាម្នាក់ចុះទៅខាងក្រោមដើម្បីជួយគេឡើងមកលើធ្នាក់នៅពេលនឹងដែរគឺគេគិតតែពីហៅលើកដៃល្វើយទៅកាន់ពួកគាត់ទាំង4នាក់ដែលកំពុងតែអង្គុយនៅលើធ្នាក់នោះហើយបើតាមអ៊ំណនគាត់បាននិយាយថានៅពេលនោះដែរអ៊ំគៀនស្របពេលដែលស្ត្រីម្នាក់នោះកំពុងតែលើកដៃល្វើយហៅគាត់ក៏ចេះតែសម្លឹងមើលទៅខាងក្រោមទៅកាន់ស្ត្រីម្នាក់នោះយូរទៅក៏ស្រាប់តែខណៈពេលនឹងហើយអ៊ំគៀនអារម្មណ៍របស់គាត់ក៏ចាប់ផ្ដើមអណ្ដែតអណ្ដូងហាក់បីដូចជាភ្លឹកព្រមទាំងបាត់បង់ស្មារតីអញ្ចឹងហើយនៅសុកក៏ស្រាប់តែអ៊ំគៀនគាត់ក៏បានងើបឈរនៅលើធ្នាក់នោះតែម្ដងគ្រាន់តែងើបឈរភ្លាមបំរុងនឹងចុះពីលើធ្នាក់ទៅតាមបងអោងទៅខាងក្រោមទៅហើយក៏ប៉ុន្តែតាដេតគាត់ក៏បានបូនមាត់ទៅកាន់តាអ៊ុំថាណូអាគៀនវាកំពុងតែត្រូវសណ្ដំចិត្តរបស់គេបាត់ទៅហើយឯងប្រញាប់ទៅជួយដាស់វាបន្តិចមើលវាចុះទៅខាងក្រោមមកលើហើយតាអ៊ុំបន្ទាប់ពីគាត់ឮតាដេតនិយាយបែបហ្នឹងគាត់ក៏មិនរងចាំយូរអីនោះទេខណៈពេលហ្នឹងគ្រាន់តែអ៊ុំគៀនគាត់បំរុងនឹងសម្រូតចុះទៅខាងក្រោមទៅហើយតាអ៊ុំគាត់ក៏បានកេះហើយនឹងក្តិចយ៉ាងមួយទំហឹងទៅលើខ្នងរបស់អ៊ុំគៀនមិនត្រឹមតែប៉ុណ្ណោះនោះទេតាអ៊ុំគាត់ក៏បាននិយាយទៅកាន់អ៊ុំគៀនថាអាគៀនហើយឯងកំពុងតែចង់ចុះទៅណាអ៊ុំគៀនគ្រាន់តែគាត់ឮតាអ៊ុំនិយាយបែបហ្នឹងគាត់ក៏ចាប់ផ្ដើមភ្ញាក់ព្រឺតតែម្ដងស្របនៅពេលនឹងហើយដែលធ្វើឲ្យគាត់ក៏បានដឹងខ្លួនដោយគាត់ក៏បាននិយាយទៅកាន់តាអ៊ុំទាំងដែលមិនដឹងខ្លួនថាគឺគាត់មិនបានដឹងថាខ្លួនឯងបំរុងចុះទៅខាងក្រោមនោះទេតាអ៊ុំតាណែមតាដេតបន្ទាប់ពីពួកគាត់ឮបែបហ្នឹងពួកគាត់ក៏បានយល់ពីព្រោះតែពួកគាត់ដឹងថាអ៊ុំគៀនកំពុងតែត្រូវសណ្ដំចិត្តរបស់គេដែលគេកំពុងតែស្រែកហៅនៅខាងក្រោមនេះប្រសិនបើមិនបានតានៅជាមួយនោះទេអ៊ំណនគាត់បាននិយាយថាម្លេះប្រហែលជាអ៊ុំគៀនគាត់ចុះទៅខាងក្រោមហើយក៏មិនដឹងទៅជាយ៉ាងណាយ៉ាងណីនោះឡើយពីព្រោះមិនដឹងថាស្ត្រីដែលមានពោះពងនៅខាងក្រោមនោះគេគឺជាមនុស្សពិតប្រាកដឬក៏ជាច្រាព្រៃដែលកំពុងតែបំផន់ភ្នែកបោកប្រាស់ពួកគាត់នោះដែរក៏ប៉ុន្តែសម្រាប់តាអ៊ុំតាដេតហើយនឹងតាណែមពួកគាត់បានដឹងយ៉ាងច្បាស់ថាស្ត្រីម្នាក់នោះគឺគេមិនមែនជាមនុស្សពិតប្រាកដឡើយហើយតាណែមខណៈពេលនឹងដែរគាត់ក៏បាននិយាយទៅកាន់ស្ត្រីដែលមានពោះពងនៅខាងក្រោមថាបានហើយត្រឡប់ទៅវិញទៅពួកខ្ញុំមិនចង់ជួបអស់លោកឡើយហើយពួកខ្ញុំក៏មិនចង់បៀងបៀនដែរគឺខំជិះវៀងណាស់បើទោះបីជាអស់លោកខំប្រើការបន្ទន់ចិត្តហើយនឹងសណ្ដំចិត្តយ៉ាងណាក៏ដោយពួកខ្ញុំនឹងខំតាំងចិត្តតាំងអារម្មណ៍តាំងស្មារតីមិនចុះទៅខាងក្រោមឲ្យអស់លោកយីធ្វើបាបបានឡើយស្ត្រីដែលមានផ្ទៃពោះពងយ៉ាងធំនោះបន្ទាប់ពីឮតាណែមនិយាយបែបហ្នឹងគេបានត្រឹមតែឈរងើយមុខសម្លឹងមើលទៅកាន់តាណែមទាំងទឹកមុខហើយនឹងភ្នែកទាំងគូរបស់គេហាក់បីដូចជាចង់អាឃាតទៅលើពួកគាត់ខ្លាំងណាស់ក៏ប៉ុន្តែស្ត្រីដែលមានពោះពងយ៉ាងធំនោះគឺគេមិនព្រមទៅណានោះឡើយដោយគេគិតតែពីដើរក្រឡឹងចុះក្រឡឹងឡើងនៅក្បែរគល់ឈើដែលពួកគាត់បានសង់ធ្នាក់នោះតែម្ដង
ในเยเตอร์คือได้กระลังกับใบกูเชอนุยูกูซอมนาได้ระหดดอตาเดดได้กวดกำปงแต่อังกุนเลอเนี่ยบรรทอปิเคยใบหนึ่งกวดกับบ้านในเยตกันสตรีได้เมียนปูปงในข้างคราวนุธาบ่จองลังหมกเลือลังเมามันไปจำสเตสเตอร์ตีกำดอบานเตอร์ตาเด็ดเนไปได้กวดในยีแบบหนึ่งเฮยเฟอเอาตาไหนมกวดมันดังทัดโซดไอคลาโนตีแต่เลือกำเพลิงระบกวดมาตามเมื่อเตอร์ประหายจิกวดกำปงแต่โซดเนมาเลยอากมกีธามันจ่ออาทันแต่เลือกำเพลิงระบกวดดับใบเตรียมตุกบัญกาเปียแต่เลือกปุสพิเวอักระเฮยจำนายไออมเกียนวิ่งคือกวดเนอังกุยเมื่อแต่กันตาตาปุกวดตึงใบเนี้ยหนึ่งเฟือไว้บรรต่อหายบ้านในยามปีสตรีได้กำปงแต่เมียนปูปงวิ่งขณะไปได้เก๋กำปงแต่ได้กระลังจกกระลังลังในกระบายโกลเชอร์ซองเทเนนูสอกเก๋กับบานยกได้ระบเก๋แต่จับบังเอาบอมร้องลังแต่เลอเทเนแต่หายก่อปันใต้เรื่องดอรันทดหายก่อมันนึกสมานดอวิกับบ้านกาดลังดาวในสอกสตรีมีเนนุกับบ้านบรรเจงสำเร็จสำไรสไรจีกระหึ่มระบอาชกายทมลังกองปิงเปรย์ไตมาดองมูลให้นุกือได้ซาแต่วิจับปะหาทันแต่เลือบังเอาได้ตาไหนมกดบ้านบรรจอากุมเฟอไอวิกับบ้านกระไดสไลมวยรำปิดอมเกียนในไปได้กดมันเคยยังฉบับโดยชนหายกดกระจับดังบักในทมใต้มาดองปีปรูแต่กดมันทลบได้เคยเรื่องดอรันทดแบบหนึ่งเลยหายกดกับมันเกิดมันเริ่มแต่หูจัดท่าประสันใบกดจ่อมาคางเกล้ามาแล้วประให้จีกดมันดังเตยจียังนายังในนุเตจีวิตระบกดนายกดก็มันนึกสมานท่าสตรีได้เมียนปะเตยปูปงในข้างกราวนูตามกับเปิดเตอร์วิกรอนใต้จิกาบอมพรพเนจระบอาปุกหมดหรือก็อาชกายทมหรือก็ปรีคลานี่เองนายปรีคลามิกบานุกับรู้แต่เวียมันอาจล้างตะเลบ้านนายซาถาดำเชยได้สองเทเนนุคือโปปิงแต่นายเซมาอัทันประสันบาอาชกายทมนุตาวล้างก็เวียปีบานาได้อันจังไห้อมนอนกดบานในใจท่าอมไหนมกดก็จับดำเลือกกำเพลิงระบกวดมันบังอาแต่การปรีคลาหรือก็อาชกายทมนุตายมาดองมาตู้ใบจิตถามันเตยหรือก็มันเตยก็ได้คือทว่าอย่างนั้นดำใบบังอาเอาวิปอารถโจตะขนมเปรย์ปีปรูแต่กดดังท่าอาชกายทมได้เมียนปรีกันแบบนึงคือปีบาจับกาเวียนนะซึ่งทางครอบความเพลิงละมอมคือเฟื่อไว้เวียมันบ้านนุเลยปีปรูแต่สบายอันนี้คือโปปิงแต่ดอยอัดทันหอยสวัสดนะในเยเตอร์ใบจ้องจับกาหรือก็กำจัดเวียตัวแต่ครัวกุมนุคลังเติมอาจตบตัวให้หนึ่งยกเชนียตะเลวีบานปีปรูท่าอาชกายทมหรือกับปรีคลานี้วิมันแม่นดำลงมูนุตีดาวเนไปในปรีคลานุเติมบ้านตาไหนมันบังอาปีแต่ใบกรอบวิกับบ้านรถโจตะขนมเปรย์บัดสรมาเชิงใต้มาดองมาย่างขณะไปหนึ่งได้คือวิประหารประหายจีมองบุญเติมมองปรามตีพลือเตอเฮยดาวประสันบาทไงจับประดามเรียจ่าดาวปุกวัดเชื่อท่าปรีคลานุวิกันแล้วมีฤทธิ์อำนาจโดยไปยุบติดนุได้อันจังหายจีตำรวจระบบปรีคลาหรือก็เนี่ยดาวเปรย์หายท่าอาชกายทมในไปในตีพลือไงจับประดามจุดเรียวิก็ปริญญารถโจตะขนมเปรย์วิ่งตามได้อาจเฟื่อบ้านประสันบาวีในบรรทอเฟื่อตุกบกมันนิ่งดาวเปลี่ยนติดจะบ้าจิตใจสลับโดยซาแต่เปลี่ยนวิ่งเจียจีมันคานอันจังหายตูใบจีวีมันตอนคำหรือก็จับมนุษย์ซีบานสำรักดาวจีตำรวจระบบวิกรอนแต่เจ็ดพลือเพลี้ยมวิกรถจะเจงปีตีนังเตออาชกายทอมหรือกับปรีคลานุบรรทอไปวิรถโจตะขนงไพรวิงบัดมันยูนูเต้ประกับบ้านบักดอลทั้งไงก็จับปะดาวมาเรียกพลือจะบ่าปีโยบให้ได้ปุกกอดจำบัญสัตว์ในขนมไพรมันบ้านสมใบแต่มือกบาลในเยเตอร์มันแม่นทานในขนมไพรนุขมิ้นสัตว์นูเต้คือโดยซาธาปุกวัดโจมขนมเปรย์นุหายกลมเอาข้อมดข้อก้อนในดำนอมโดยกวดมาในเยธาจองบานจรุกเปรย์ปีกบาลปีมาจัดตึกมาจัดได้เนี่ยตาเปรย์ปรักษานุโดยชนะหายจีตำรวจระบบเปลี่ยนเปรย์คือประกันในปีเสจนะมันอาจทาบรรทอปีส้มสัตว์ระบบเก็บแบบหนึ่งหายในไปได้โจตะขนมเปรย์นี้เจ๊แต่เคยสัตว์นี่เคยสัตว์นุหายก็เจ๊แต่มันปะปะแต่ตามอำเภอจัดโนตีอันจังหายข้อในปีเสจได้ยังบันสนาสมสัตว์ระบบเกนี้วิกรอนได้จีอับไปจำเนื้อหายหนึ่งฉบับระบบเปลี่ยนได้ปูกวดบานจือในไปปรักล้างตาเดตาไนมหายหนึ่งตาอมพร้อมเตียงอมเกียนในปรักนู้ปูกวดก็มันบ้านจะเจงปีตีโนได้
ដោយគិតថាមិនអស់ចិត្តនៅចាំបោបាញ់សត្វនៅទីនោះមួយយប់ទៀតដោយតាអ៊ុំគាត់ក៏បានដើរចូលទៅក្នុងព្រៃកាន់កាំភ្លើងរបស់គាត់មួយដើមគឺក្នុងគោលបំណងទៅបាញ់សត្វនៅក្នុងព្រៃដើម្បីយកមកធ្វើអាហារនៅពេលព្រឹកចំណែកឯអ៊ុំគៀនវិញខណៈពេលនឹងដែរគាត់ក៏បានដាំបាយត្រៀមចាំរហូតទៅដល់ប្រហែលជាម៉ោង 8 ទៅម៉ោង 9 ព្រឹកតាអ៊ុំគាត់ក៏បានដើរត្រឡប់មកវិញជាមួយនឹងមាន់ទោលហើយនឹងកំប្រុកមួយក្បាលបន្ទាប់ពីបានសត្វទាំងនោះហើយអ៊ុំគៀនគាត់ក៏ចាប់ផ្ដើមធ្វើម្ហូបនៅពេលនឹងតែម្ដងទៅហើយក្រោយពីពួកគាត់ទទួលទានអាហារពេលព្រឹករួចពួកគាត់ក៏បានសម្ងំដេកពេលថ្ងៃនៅក្នុងព្រៃនៅខាងក្រោមដើមឈើដោយមិនបានដេកនៅលើធ្នើធ្នាក់ដែលពួកគាត់បានសង់នោះទេដោយនៅពេលដែលពួកគាត់សម្រានគេងនៅពេលថ្ងៃនៅខាងក្រោមដើមឈើតាអ៊ុំគាត់ក៏បាននិយាយទៅកាន់តាណែមដែរថាពួកគាត់គួរតែចាកចេញពីទីនោះទៅកន្លែងថ្មីឬក៏យ៉ាងម៉េចក៏ប៉ុន្តែតាណែមហើយនឹងតាដេតពួកគាត់ទាំងពីរនាក់ក៏បានឆ្លើយតបមកវិញថាពួកគាត់ត្រូវតែនៅចាំបាញ់សត្វនៅទីនោះមួយយប់ទៀតប្រសិនបើមិនមកនៅតែមិនកាក់កពួកគាត់នៅថ្ងៃស្អែកនឹងផ្លាស់ប្ដូរទីកន្លែងតែម្ដងលុះនៅពេលល្ងាចឡើងចន្លោះប្រហែលជាម៉ោង 5 ទៅម៉ោង 6 នេះឯងក្រោយពីពួកគាត់ទទួលទានអាហាររួចរាល់ពួកគាត់ក៏បានអង្គុយនៅលើថ្នាក់រងចាំបបបាញ់សត្វបន្តទៀតដោយតាណែមក៏ព្រោះតែគាត់ឃើញថាពីយប់ហើយដែលគាត់បាញ់សត្វមិនបានគាត់ក៏បានដុតធូបពីសរសៃនៅលើថ្នាក់បន្ទាប់មកតាណែមគាត់ក៏បាននិយាយថាអើណាម្ចាស់ទឹកម្ចាស់ដីដែលចាំថែរក្សាសត្វព្រៃសូមប្រឡែងជ្រូកព្រៃពីរក្បាលឲ្យកូនចៅមកចាំកូនចៅដាក់សែនក្បាលឲ្យវិញដោយតាណែមបន្ទាប់ពីគាត់ដុតធូបហើយនិយាយបានតែប៉ុណ្ណឹងតាអ៊ុំគាត់ក៏បាននិយាយបន្តថាសូមកុំប្រកែប្រកាន់ដល់កូនចៅអីកូនចៅគ្រាន់តែយកសាច់សត្វទាំងនេះទៅចិញ្ចឹមជីវិតតែប៉ុណ្ណោះកូនចៅក៏មិនចង់បំពេញសត្វរបស់អស់លោកដែរសូមប្រឡែងតែសត្វណាស្លូតបានហើយអ៊ំគៀននៅពេលដែលគាត់បានឃើញតាណែមហើយនឹងតាអ៊ុំនិយាយបែបហ្នឹងគាត់ក៏មិនបានមាត់កតបតអីនោះឡើយពីព្រោះតែគាត់មិនមែនជាព្រានពីមុនមកមិនដែលធ្លាប់បបបាញ់សត្វព្រៃដូចនេះនោះទេទៅគាត់បានត្រឹមតែយល់ដឹងថាអបិយជំនឿនៃការសុំសត្វរបស់អ្នកតាប្រកាសជាមានពិតប្រាកដមែននេះឯងបានជាតាណែមតាដេតហើយនឹងតាអ៊ុំពួកគាត់ធ្វើបែបហ្នឹងដោយពួកគាត់នៅអង្គុយរងចាំបាញ់សត្វរហូតទៅដល់ម៉ោង 7 ទៅម៉ោង 8 យប់នៅសុកក៏ស្រាប់តែមានក្តាន់ញ៉ៃមួយវងពួកវាក៏បានរត់ឆ្លងកាត់ក្រឡងផ្លូវនោះនិយាយទៅគឺរត់ឆ្លងកាត់នៅក្បែរថ្នាក់របស់ពួកគាត់នេះឯងមើលទៅវាហាក់បីដូចជាកំពុងតែផ្អើលនឹងអ្វីមួយក៏ប៉ុន្តែបើទោះបីជាតាណែមតាដេតតាអ៊ុំពួកគាត់ទាំង3នាក់ឃើញបែបនឹងក៏ដោយតែពួកគាត់ក៏នៅតែមិនបានបាញ់ពួកវាដដែលគឺពួកគាត់បានឲ្យហ្វូងសត្វក្តាន់ញ៉ែងទាំងនោះរត់ទៅដោយយ៉ាងស្រួលមិនបានបាញ់ឬក៏ធ្វើអីទៅលើពួកវាសម្បីតែបន្តិចបន្ទាប់ពីសត្វក្តាន់ញ៉ែងពួកវាទៅអស់ហើយអ៊ំគៀនក៏គាត់លែងឆ្ងល់ហើយថាមូលហេតុអីបានជាតាមិនព្រមបាញ់សត្វទាំងនោះពីព្រោះតែតាដេតតាអ៊ុំហើយនឹងតាណែមពួកគាត់ប្រកាន់នៅពាក្យសច្ចៈនិយាយថាចាំបាញ់តែជ្រូកព្រៃគឺនៅតែចាំបាញ់ជ្រូកព្រៃតែប៉ុណ្ណោះដោយពួកគាត់រងចាំមើលរហូតដល់យប់ជ្រៅបានបន្តិចក៏ស្រាប់តែនៅសុកស្ថានភាពក៏បានស្ងប់ស្ងាត់សម្បីតែសត្វបាក់សីដែលពួកវាកំពុងតែយំចែកចាយតាមដើមឈើសុកបែរទៅជាឈប់យំឡើងស្ងាត់ជ្រងំអ្វីដែលសំខាន់គឺធ្លាក់ខ្យល់មកល្វើយហើយនឹងចម្លែកហើយក៏ត្រជាក់ខុសប្លែកពីធម្មតាតាដេតបន្ទាប់ពីគាត់ឃើញហើយនឹងដឹងពីស្ថានភាពបែបនឹងហើយគាត់ក៏បាននិយាយទៅកាន់តាអ៊ុំហើយនឹងតាណែមថាហើយមើលទៅអានេះប្រហែលជាវាមកទៀតហើយអានេះវានៅតាមប្រមាញ់យើងដល់ណាទៀតវាអត់ព្រមឈប់ឈរទេអីអញ្ចឹងតើបានជាក្តាន់ញ៉ែងពួកវារត់ផ្អើលឡើងព្រាតបន្ទាប់ពីតាដេតគាត់និយាយបែបនឹងហើយក៏ស្រាប់តែនៅសុកមករស់ម្នាក់ដែលមានវ័យកណ្ដាលក៏បានដើរចេញពីក្នុងព្រៃដោយគេបានដើរទៅតាមក្រឡងផ្លូវសត្វមកកាន់ថ្នាក់របស់ពួកគាត់ហើយតាមក៏ពិតទៅបុរសម្នាក់នោះគឺជាប្អូនថ្លៃរបស់អ៊ំគៀននៅពេលដែលគាត់ឃើញប្អូនថ្លៃរបស់គាត់ដើរមកដល់ខាងក្រោមថ្នាក់បែបហ្នឹងធ្វើឲ្យគាត់ក៏បានឆ្ងល់ខ្លាំងមែនតើថាហេតុអ្វីបានជាប្អូនថ្លៃរបស់គាត់ចូលមកដល់ក្នុងព្រៃនេះហើយរកកន្លែងគាត់ឃើញទៀតគ្រាន់តែប្អូនថ្លៃរបស់គាត់ដើរមកដល់ខាងក្រោមថ្នាក់ភ្លាមក៏បាននិយាយប្រាប់ទៅកាន់អ៊ំគៀនថាកូនរបស់គាត់នៅឯផ្ទះកំពុងតែឈឺអ្វីដែលសំខាន់គឺឈឺធ្ងន់ធ្ងរខ្លាំងមែនតើអញ្ចឹងហើយឲ្យអ៊ំគៀនចុះមកខាងក្រោមដើម្បីប្រញាប់ត្រឡប់ទៅកាន់ភូមិវិញ
តាណែមខណៈពេលនឹងបន្ទាប់ពីលឺប្អូនថ្លៃរបស់អ៊ំគៀនគេនិយាយបែបនឹងហើយគាត់ក៏បានតបតទៅកាន់ប្អូនថ្លៃរបស់អ៊ំគៀនវិញថាមកពីណាទៅនឹងវិញទៅគ្មានពីណាចុះទៅខាងក្រោមទេពីព្រោះថាវាយប់ណាស់ហើយអ៊ំគៀននៅពេលដែលគាត់លឺតាណែមនិយាយបែបនឹងគាត់ក៏បាននិយាយទៅកាន់តាណែមថាពូសង្ស័យតែកូនខ្ញុំវាបានឈឺនៅផ្ទះពិតមែនតែដឹងបានជាប្អូនថ្លៃខ្ញុំមករកខ្ញុំដល់ទីនេះអញ្ចឹងអញក៏មិនចង់និយាយច្រើនដែរកាលពីយប់មិញអញបានឃើញអីខ្លះខែងអញបានដឹងហើយថាកាលពីយប់មិញវាយ៉ាងម៉េចអញសូមហាមប្រានឯងដាច់ខាតកុំចុះទៅខាងក្រោមឲ្យសោះអ្វីដែលសំខាន់ឯងមិនបាច់ចំនិយាយឆ្លើយឆ្លងជាមួយនឹងប្អូនថ្លៃឯងទេឲ្យគេហៅហើយនិយាយយ៉ាងម៉េចក៏និយាយទៅអ៊ំគៀនបន្ទាប់ពីគាត់ឮតាណែមនិយាយបែបហ្នឹងគាត់ក៏បានងក់ក្បាលហើយយល់សពគ្រប់ដូច្នេះហើយគាត់ក៏នៅស្ងៀមស្ងាត់មិនបានមាត់កអ្វីឡើយតាណែមដោយសារតែឃើញថាប្អូនថ្លៃរបស់អ៊ំគៀនគឺនៅឈរសម្លឹងមើលមកកាន់ពួកគាត់នៅលើថ្នាក់ទាំងទឹកមុខមួយគឺមើលទៅគួរឲ្យខ្លាចដែលហេតុតែឃើញថានៅឈរថ្មឹងមិនព្រមទៅណាទាល់តែសោះរហូតដល់តាណែមគាត់ទ្រាំលែងបានគាត់ក៏បានលើកកំភ្លើងរបស់គាត់កេះកៃតម្រង់បាញ់ទៅកាន់ប្អូនថ្លៃរបស់អ៊ំគៀនតែម្ដងខណៈពេលនឹងស្នូសំឡេងគ្រាប់កំភ្លើងពីរគ្រាប់ក៏បានបន្លឺឡើងហើយប្អូនថ្លៃរបស់អ៊ំគៀនដែលកំពុងតែនៅខាងក្រោមគឺមិនបានគេចទៅណានោះទេនិយាយទៅគឺនៅឈរត្រឹងឲ្យតាណែមគាត់បាញ់តែម្ដងគ្រាប់កំភ្លើងពីរគ្រាប់ក៏បានបាញ់ត្រូវប្អូនថ្លៃរបស់អ៊ំគៀនធ្វើឲ្យប្អូនថ្លៃរបស់អ៊ំគៀនខណៈពេលនឹងដែរក៏បានដេកដួលនៅលើដីមួយរំពេចភ្លាមតែម្ដងអ៊ំគៀនបន្ទាប់ពីគាត់ឃើញថាប្អូនថ្លៃរបស់គាត់កំពុងតែដេកដួលនៅលើដីពោពេញទៅដោយឈាមឡើងក្រហមឆ្អៅពេលនឹងហើយគាត់ក៏ចាប់ផ្ដើមគិតហើយនឹងហួសចិត្តថាសង្ស័យតែប្អូនថ្លៃរបស់គាត់ពិតមែនទេដឹងបានជាត្រូវគ្រាប់បំភ្លើងនោះហើយដេកដួលនៅលើដីគ្មានប្រតិកម្មអីឡើយប្រសិនបើវាគឺជាពពួកច្រាព្រៃឬក៏ព្រាយបិសាចបន្លំខ្លួនពិតមែនម្លេះនៅពេលដែលត្រូវគ្រាប់បំភ្លើងពីរគ្រាប់របស់តាណែមវាប្រកាសជាបញ្ចេញហើយនឹងបង្ហាញជារូបរាងដើមជាមិនខានតាដេតតាអ៊ំបន្ទាប់ពីពួកគាត់ឃើញអ៊ំគៀនស្លន់ស្លោបែបហ្នឹងតាអ៊ំគាត់ក៏បាននិយាយទៅកាន់អ៊ំគៀនថាអាគៀនតាំងចិត្តតាំងសតិនោះមិនមែនជាប្អូនថ្លៃរបស់ឯងពិតប្រាកដទេខណៈពេលហ្នឹងបន្ទាប់ពីតាអ៊ំគាត់និយាយបានមួយស្របក៏ស្រាប់តែបុរសដែលត្រូវជាប្អូនថ្លៃរបស់អ៊ំគៀនគេក៏បានស្ទុះងើបឈរត្រឹងទាំងខ្លួនរបស់គេគឺពោពេញទៅដោយឈាមធ្វើឲ្យអ៊ំគៀននៅពេលដែលគាត់បានឃើញប្អូនថ្លៃរបស់គាត់ស្ទុះងើបបែបហ្នឹងគាត់ក៏ចាប់ផ្ដើមបើកភ្នែកធំហើយគិតថាតើប្អូនថ្លៃរបស់គាត់គឺជាអ្វីឲ្យពិតប្រាកដខណៈពេលនឹងហើយប្អូនថ្លៃរបស់គាត់ក៏បានក៏គ្រើតធ្មេញដាក់ទៅកាន់អ៊ំគៀនអ្វីដែលសំខាន់គេក៏បានសម្លឹងមើលទៅកាន់ដើមឈើដែលនៅក្បែរនឹងតាដេតនៅពេលដែលគាត់ឃើញសកម្មភាពមិនស្រួលបែបនឹងហើយគាត់ក៏មិនរងចាំយូរអីនោះទេដោយគាត់ក៏បានយករូបសំណាកក្របីអឋានយ៉ាងតូចរបស់គាត់ចេញពីថង់យាមស្របពេលនឹងហើយគាត់ក៏បានសូត្រគាថាដាស់ទៅលើរូបសំណាកក្របីអឋាននោះគ្រាន់តែគាត់ធ្វើពិធីកម្មសូត្របែបនឹងហើយគាត់ក៏បានទម្លាក់រូបសំណាកក្របីអឋាននោះទៅខណៈពេលនឹងរូបបដិមាសម្រិទ្ធក្របីអឋានវាក៏បានคล้ายទៅជាស្រមោលមួយខ្មៅស្ទង់ដោយស្រមោលនោះគឺមើលឃើញស្ទង់មិនខុសពីក្របីនោះទេខណៈពេលនឹងហើយស្រមោលខ្មៅស្ទង់នោះវាក៏បានរត់ទៅបុកប្អូនថ្លៃរបស់អ៊ំគៀនអ្វីដែលសំខាន់ក៏បានបញ្ចេញសម្លេងជាសត្វក្របីផងដែរធ្វើឲ្យប្អូនថ្លៃរបស់អ៊ំគៀនក៏បានប៉ាំងខ្ទាតដេកដួលនៅលើដីមួយរំពេចក៏ប៉ុន្តែខណៈពេលនឹងក៏ស្រាប់តែប្អូនថ្លៃរបស់អ៊ំគៀនក៏បានស្ទុះងើបមកវិញគ្រាន់តែស្ទុះងើបវិញភ្លាមក៏ស្រាប់តែប្អូនថ្លៃរបស់អ៊ំគៀនក៏បានคล้ายទៅជាខ្លាមួយរំពេចដោយនៅពេលដែលប្អូនថ្លៃរបស់អ៊ំគៀនបានคล้ายទៅជាខ្លាលោស្ទុះហក់ទៅផ្ទះទៅលើស្រមោលខ្មៅស្ទង់ដែលវាគឺជាស្រមោលក្របីអឋានរបស់តាដេតនេះឯងអ៊ំគៀនដែលគាត់កំពុងតែអង្គុយនៅលើថ្នាក់នៅពេលដែលឃើញបែបហ្នឹងគឺគាត់អស់ពាក្យវិចារបានត្រឹមតែធ្វើទឹកមុខភ័យខ្លាចហើយនឹងស្លន់ស្លោតែប៉ុណ្ណោះទាំងព្រាយខ្លាហើយនឹងក្របីអឋានរបស់តាដេតវាក៏បានតតាំងគ្នាដោយព្រាយខ្លាមួយនោះវាបានទះផងខំផងទៅលើក្របីអឋានរបស់តាដេតចំណែកឯក្របីអាគមឬក៏ក្របីអឋានរបស់តាដេតគឺមានតែស្នែងនោះទេវត្តទៅលើវាក៏ប៉ុន្តែចុងក្រោយក៏ស្រាប់តែក្របីអឋានរបស់តាដេតក៏ត្រូវបានអាចឆ្កែធំមួយក្បាលនោះវាកំចាយបែកអញ្ចឹងហើយដោយសារតែឃើញបែបហ្នឹងតាអ៊ំគាត់ក៏បាននិយាយទៅកាន់តាណែមថាអាណែមធ្វើយ៉ាងម៉េចទៅអានេះខ្លាំងណាស់តិចទៀតវាឡើងមកលើឥឡូវហើយអ៊ំគៀនខណៈពេលនឹងដែរគឺគាត់គិតតែពីភ័យឡើងញ័រសាច់ប្រសិនបើវាឡើងមកខាងលើមែនជីវិតរបស់គាត់គឺជាមិនផុតពីសេចក្តីស្លាប់នោះទេតាណែមដោយសារតែគាត់ឃើញបែបហ្នឹងគាត់ក៏បានយកគ្រាប់កំភ្លើងពីរគ្រាប់ចេញពីថង់យាមរបស់គាត់
ដោយគាត់បានធ្វើប្រសិទ្ធិដាស់បញ្ចុះអាគមរួចជាស្រេចខណៈពេលនឹងហើយគាត់ក៏បានដាក់ចូលទៅក្នុងបង់កំភ្លើងរបស់គាត់ព្រាយខ្លាមួយក្បាលនោះនៅពេលដែលវាកំចាយក្របីអាឋានរបស់តាដេតរួចវាក៏បានស្ទុះឡើងទៅលើដើមឈើដែលនៅក្បែរនឹងគឺមានគោលបំណងមួយហក់ឡើងមកលើថ្នាក់របស់ពួកគាត់នេះឯងមូលហេតុដែលវាមិនហ៊ានឡើងពីក្រោមដើមឈើដែលពួកគាត់សង់ថ្នាក់នោះពីព្រោះដោយដែលយើងដឹងស្រាប់ហើយថានៅខាងក្រោមដើមឈើរបស់ពួកគាត់សង់ថ្នាក់គឺពោពេញទៅដោយអាថ័ន្តដែលតាណែមគាត់បានចង់អាគមនៃអាថ័ន្តអញ្ចឹងហើយទៅព្រាយខ្លាមួយក្បាលនោះវាសុកចិត្តតោងឡើងលើដើមឈើផ្សេងដោយតាណែមនៅពេលដែលវាតោងឡើងលើដើមឈើនៅក្បែរនឹងគាត់ក៏បានលើកកំភ្លើងរបស់គាត់បាញ់ទៅកាន់ព្រាយខ្លាកំណាចមួយក្បាលនោះហើយអ៊ំណនក៏បាននិយាយថាខណៈពេលនឹងដែរព្រាយខ្លាកំណាចមួយក្បាលនោះវាក៏បានធ្លាក់ទៅលើដីឮសូរតែខ្ពស់អ្វីដែលសំខាន់គឺបានបញ្ចេញសម្លេងសម្រែកស្រែកជាមនុស្សផងដែរប្រសិនបើយើងនៅក្នុងហេតុការណ៍ហើយនឹងទស្សនវិជ្ជានោះយើងច្បាស់ជាមានអារម្មណ៍ថាចាញ់ច្រាបវានៅពេលដែលឮសម្លេងសម្រែកស្រែករបស់វាបែបហ្នឹងហើយព្រាយខ្លាកំណាចនោះនៅពេលដែលវាស្រែកហើយវាក៏បានរត់ចូលទៅក្នុងព្រៃវិញបាត់ទៅមើលទៅប្រហែលជាវាខ្លាចទៅលើក្របកំភ្លើងរបស់តាណែមនេះឯងបន្ទាប់ពីអាចឆ្កែធំឬក៏ព្រាយខ្លាមួយក្បាលនោះទៅបាត់អ៊ំគៀនគឺគាត់នៅតែមានអារម្មណ៍ថាដូចជាមិនស្រួលចិត្តទាល់តែសោះពីព្រោះតែគាត់ខ្លាចថាវានឹងត្រឡប់មកវិញនេះឯងអញ្ចឹងហើយសាច់រឿងរបស់អ៊ំណនដែលគាត់បានចែករំលែកមកនេះក៏សូមស្លេះតែប៉ុណ្ណេះស្ដាប់ដោយប្រើវិចារណញ្ញាណមុននឹងជឿលើរឿងអ្វីមួយខ្ញុំបាទមិនបានជំរុញឲ្យអ្នកទាំងអស់គ្នាជឿលើរឿងទាំងនេះដែរចាប់ទុកថាសាច់រឿងមួយនេះវាគ្រាន់តែជារឿងនិទានស្ដាប់លេងកម្សាន្តទៅចុះអញ្ចឹងហើយប្រសិនបើមានពាក្យពេចន៍មិនសមរម្យនៅចំណុចណាមួយក៏សូមអធិស្ឋានដល់ខ្ញុំបាទផងជាចុងក្រោយរាត្រីស្ងាត់សូមអរគុណនិងសូមជម្រាបលា